គុណវិធីក៏ជាបឋមនាងខ្ញុំសូមជម្រាបសួរអាយឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាទាំងអស់គ្នាដែលបន្តមានវត្តមានជាមួយយើងរហូតមកដល់ម៉ោងនេះហើយសូមស្វាគមន៍ចូលមកកាន់កិច្ចពិភាក្សាចុងក្រោយរបស់យើងសម្រាប់ថ្ងៃនេះនាងខ្ញុំហេងម៉ូលីយ៉ាណែតជាប្រធានគ្រប់គ្រងគម្រោង RT4D ប្រចាំនៅប្រទេសកម្ពុជាហើយថ្ងៃនេះខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលតួនាទីជាអ្នកសម្របសម្រួលកិច្ចពិភាក្សាទី3នេះក្រោមប្រធានបទថាទស្សនវិស័យនិងទិសដៅសម្រាប់រៀបចំផែនទីបង្ហាញផ្លូវដើម្បីបំពេញការបដិញ្ញាចិត្តរបស់កម្ពុជាលើស្តង់ដារបទបញ្ញត្តិបច្ចេកទេសនិងនីតិវិធីវាយតម្លៃអនុលោមភាពឬយើងហៅកាត់ថា STRACAP តាំងពីព្រឹកមកទល់ឥឡូវហ្នឹងក្រោមក្របខ័ណ្ឌ ASIP អញ្ចឹងsession ចុងក្រោយនេះគឺផ្ដោតទៅលើការបង្កើតផែនទីបង្ហាញផ្លូវហើយផែនទីបង្ហាញផ្លូវនេះគឺយើងនឹងបង្កើតឡើងដោយពិចារណាទៅលើចំណុចខ្លាំងចន្លោះខ្វះខាតនិងតម្រូវការនានារបស់អ្នកផ្ដល់សេវាក៏ដូចជាអ្នកប្រើប្រាស់សេវា STRACAP នៅក្នុងប្រទេសកម្ពុជាយើងហើយតាំងពីព្រឹករហូតមកដល់ម៉ោងនេះមុនពេល break គឺយើងបានលើព័ត៌មានច្រើនពីអ្នកផ្ដល់សេវា STRACAP ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជនពីអ្វីដែលកំពុងដំណើរការល្អអ្វីដែលជាចំណុចខ្វះខាតឬក៏ជាកត្តាប្រឈមដែលយើងត្រូវដោះស្រាយអញ្ចឹងនៅក្នុងពេលនេះយើងនឹងស្ដាប់មតិរបស់អ្នកប្រើប្រាស់សេវា STRACAP ម្ដងនៅក្នុងកិច្ចពិភាក្សានេះវាគ្មិនរបស់យើងមានអ្នកប្រើប្រាស់សេវា STRACAP មានអតិថិជនចុងក្រោយដែលហៅថារងផលប៉ះពាល់ដោយសេវា STRACAP ហើយនៅទីនេះយើងមានអាយឧត្តមច័ន្ទសុផាម្ដងទៀតដែលជាអ្នកបង្កើតគម្រោងនេះឡើងអញ្ចឹងយើងចង់ដឹងថាតើតម្រូវការរបស់អ្នកប្រើប្រាស់សេវា STRACAP ក៏ដូចជាអតិថិជនចុងក្រោយនិងអ្នកដែលស្នើសុំគម្រោងនេះតើម្ដងចង់បានអីចង់ធ្វើការអភិវឌ្ឍអីនៅក្នុងវិស័យ STRACAP ចង់ឲ្យ STRACAP នឹងដើរទៅមុខតាមទិសដៅណាអញ្ចឹងដើម្បីកុំឲ្យខាតពេលដោយសារពេលវេលាយើងរៀងខោចខ្ញុំនឹងមិនធ្វើការណែនាំវាគ្មិនទេតែខ្ញុំសូមឲ្យវាគ្មិននីមួយជួយធ្វើការណែនាំខ្លួនឯងវិញអញ្ចឹងសូមជួយប្រាប់ឈ្មោះតួនាទីឬក៏ស្ថាប័នរបស់យើងហើយនឹងការងារកន្លងមកតាក់ទងទៅនឹងស្តង់ដារដែលអស់លោកស្រីអាយឧត្តមបានចូលរួមចំណែកកន្លងមកខ្ញុំសូមដេញពីខាងនេះទៅហ្មងបងសូមអញ្ជើញចាអរគុណច្រើនអ្នក moderator ជាបឋមខ្ញុំសូមគោរពអាយឧត្តមច័ន្ទផាហើយលោកអាយឧត្តមលោកជំទាវលោកស្រីដែលមានវត្តមាននៅទីនេះខ្ញុំឈ្មោះជាតិសុខាហើយខ្ញុំជា service consumer ផ្ទាល់តែម្ដងហើយខ្ញុំតំណាងឲ្យអ្នកមានពិការភាពបងប្អូនមានពិការភាពមកពីសហគមន៍ចាហើយខ្ញុំធ្វើការឲ្យអង្គការតំណាងជនពិការហើយក៏ជាប្រធានរបស់សមាគមជនពិការគួរចឹងខ្នងនៅកម្ពុជាបេសនៅបាត់ដំបងផងដែរចាអរគុណច្រើនបាទចាតកតងនឹងស្តង់ដារនេះខ្ញុំចូលរួមតាំងពី pre meeting ម្ល៉េះខ្ញុំឮតកតងនឹងគាត់តកតងខ្ញុំដើម្បីចូលរួមសិក្ខាសាលានេះខ្ញុំឃើញជាពិសេសISC ណាជាស្ថានស្តង់ដារកម្ពុជាខ្ញុំលើទៅស្តង់ដារហ្នឹងខ្ញុំគិតថាវាអត់មានcover លើផ្នែកអីដល់មកចូលរួមនឹងឃើញនិយាយទៅលើតែផលិតផលការរៀបចំការគិតគូរទៅលើផលិតផលដែលមានស្តង់ដារដើម្បីនាំចេញនាំចូលមើលទៅតាក់ទងខ្ញុំហ្នឹងមានផលប៉ះពាល់ច្រើនទៅលើស្តង់ដារតាក់ទងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាហើយពួកយើងមានបញ្ហាឧបសគ្គច្រើនក្នុងការតាក់ទងនឹងស្តង់ដារដែលហេដ្ឋារចនាសម្ព័ន្ធនេះការសាងសង់អត់មានលក្ខណៈស្តង់ដារធ្វើឲ្យពួកយើងមានបញ្ហាឧបសគ្គជាច្រើនក្នុងការទទួលបានសេវាទៅប្រើប្រាស់ហើយហេតុនេះហើយធ្វើឲ្យយើងមានគម្លាតឃ្លាតឆ្ងាយពីការអភិវឌ្ឍផ្សេងដែលទោះបីមានលក្ខណៈបរិយាបន្នក៏ដោយក៏យើងមិនទទួលបានបរិយាបន្នពេញលេញទេដោយសារតែការសាងសង់ដោយមិនមានលក្ខណៈស្តង់ដារនេះចា៎បងចាអរគុណច្រើនបងអញ្ចឹងចាំតិចទៀតយើងចូលស៊ីជម្រៅទៅរឿងនឹងថែមទៀតអញ្ចឹងខ្ញុំសូមជូនអាយឧត្តមបាទអរគុណច្រើនខ្ញុំច័ន្ទសុផាដែលកញ្ញាយុនៃជាស្ថានស្តង់ដារកម្ពុជាហើយក៏ជាអ្នក
đôi đàm nơi cam thiên lái nơi cầm rung lái đàm mê đi chom nơi panty bằng hai play rồi có gì mà số bài tức đai giờ dân tới đai từ một đàm mê chấm rung cả thêm để cam bao dưỡng hay từ tâm năng ca chấm rung cả thêm để cam có dưỡng bắt đầu chỉ trong bongเลยปัญหาสุขภาพสมมาเพียมสวัสดิภาพเนี่ยปะระบายอยู่พอได้ขอบคุณ បាទជំរាបសួរខ្ញុំវ៉នវណ្ណាលជាប្រធានសមាគមអ្នកនាំចេញនាំចូលម្ហូបអាហារកម្ពុជាហើយក៏ជាទីប្រឹក្សាបច្ចេកទេសរបស់សហព័ន្ធអាមេរិកនិងគ្រឿងទេសកម្ពុជាហើយអតីតនាយកប្រតិបត្តិរបស់សហព័ន្ធអាមេរិកនិងគ្រឿងទេសកម្ពុជាហើយបទពិសោធន៍កន្លងមកនៅពាក់ព័ន្ធនឹងការប្រើប្រាស់យើងផ្ដោតលើការនាំចេញដោយសារយើងវិស័យអាមេរិកខ្ទង់ 1000 តោនប៉ុណ្ណោះដែលមានដែល consume នៅក្នុងប្រទេសកម្ពុជាកំឡុងពេលអាមេរិកយើងមាន 20000 តោនទូទាំងប្រទេសណាប៉ុន្តែអ្វីដែលយើងប្រឈមមុខពាក់ព័ន្ធនឹងក្នុងប្រធានបទរបស់យើងគឺ lab test អាមេរិកដែលយើងតេស្តនៅខ្មែរយើងអាចតេស្តបានដោយសារ requirement របស់ parameter គេ9ឲ្យមុខក្នុងការនាំចេញហើយភាគច្រើន mainly យើង export 80% ទៅវៀតណាមប៉ុន្តែ20% ទៀតដែលយើងនឹងនាំចេញទៅអឺរ៉ុបគឺ9ឲ្យមុខត្រូវតែមានតែបើសិនជាតេស្ត organic ទៀតត្រូវតែខ្ពស់ជាងនឹងទៀតពីមុន2ឆ្នាំមុនអត់មានតេស្តនៅវៀតណាមទេគឺតម្រូវឲ្យតេស្តនៅអាល្លឺម៉ង់ហ្មងអញ្ចឹងជាបញ្ហាដែលយើងត្រូវ send sample របស់យើងទៅអាល្លឺម៉ង់$500ចាអរគុណបងអញ្ចឹងសុំណែនាំខ្លួនតិចសិនកុំតន់ចូលសាច់រឿងសុំបងចាជំរាបសួរខ្ញុំឈ្មោះឡុងសូលីដាខ្ញុំជាប្រធាន department នៅសាកលវិទ្យាល័យភូមិភ្នំពេញ department ខ្ញុំឈ្មោះថា Bioengineering ហើយស្ថិតនៅក្រោមមហាវិទ្យាល័យវិស្វកម្មហើយនៅក្នុងកម្មវិធីសិក្សានៅក្នុង department របស់ខ្ញុំហ្នឹងគឺយើងបានផ្ដល់នៅកម្មវិធី2ជូនទៅដល់និស្សិតរបស់យើងគឺទី1ខាងបញ្ញាបត្រវិស្វកម្មគេហៅថា Bioengineering major ហើយនឹងមួយទៀតគឺ Food Technology and Engineering major ចាហើយយើងក៏ provide នៅ Master degree មួយដែរទាក់ទងជាមួយនឹង Biotechnology and Food Technology ដូចគ្នាហើយតាក់ទងជាមួយនឹងការ involve ជាមួយនឹង standard នេះគឺខាងខ្ញុំគឺផ្នែក academic អញ្ចឹងយើងជាទូទៅយើង provide នៅចំណេះដឹងដែលតាក់ទងជាមួយនឹង standard ហ្នឹងតែឲ្យនិស្សិតរបស់យើងឲ្យស្គាល់ថាអ្វីដែល involve ជាមួយនឹងជំនាញរបស់ពួកគាត់ផ្នែកអាហារក្តីឬក៏ផ្នែកខាងឧស្សាហកម្មផ្សេងៗទៀតក្តីយើងបានផ្ដល់នៅខុសមួយចំនួនដែលតាក់ទងជាមួយនឹង standard ទៅឲ្យនិស្សិតរបស់យើងនឹងបានដឹងដើម្បីឲ្យគាត់ ready សម្រាប់ទីផ្សារការងារនៅពេលគាត់បានចាក់ចេញពីសាកលវិទ្យាល័យចាអរគុណច្រើនចាអរគុណបងឥឡូវនេះដើម្បីកុំឲ្យខាតពេលខ្ញុំចង់ចូលដល់ការវិភាគសាយើងក៏ប៉ុន្តែយើងជាទូទៅយើងមានពេលប្រហែលជាដើម្បីកុំឲ្យខាតពេលចុងម៉ោងហើយយើង keep ការវិភាគសាយើងត្រឹម30នាទីហើយក្នុងនោះយើងមាន2 round សំណួរយើងមាន2 round អញ្ចឹងសំណួរទី1គឺខ្ញុំចង់ចាប់ផ្ដើមទៅកាន់បងវណ្ណាលតាក់ទងទៅនឹងកត្តាប្រឈមមកព្រឹកនេះយើងបានឮរឿងកត្តាប្រឈមច្រើនហើយប៉ុន្តែយើងឮនឹងភាគច្រើនគឺមកពីមតិរបស់អ្នកផ្ដល់សេវា Stracap ឥឡូវយើងចង់ឮកត្តាប្រឈមនៅក្នុងការប្រើប្រាស់សេវា Stracap មកពីវិស័យឯកជនវិញម្ដងតើបងសង្កេតឃើញកន្លងមកវិស័យឯកជនយើងក៏ដូចជាវិស័យអាមេរិកឬក៏វិស័យស្បៀងអាហារកម្ពុជាយើងទាំងមូលហ្នឹងមានជួបប្រទះបញ្ហាប្រឈមធំអីគេខ្លះតាក់ទងទៅនឹងការប្រើប្រាស់សេវា Stracap នៅប្រទេសកម្ពុជាយើងអរគុណសំណួរល្អហើយពាក់ព័ន្ធមួយអាដាមចន្ទសភាច្រើនមែនទែនដោយសារយើង work លើ2ទី1ការនាំចេញហើយនឹងទី2 consumption នៅក្នុងស្រុកហើយមួយចំនួនធំហើយដែលយើងដែលអាចដាក់ list ផលិតផលយើងចូលទៅ supermarket អីទៅផ្សារបានឬមិនមែនថា supermarket ទេផលិតផលដែលមានសុវត្ថិភាពហ្នឹងគឺ under ថាបានរបស់អាដាមហើយតាមរយៈចូលប្រព័ន្ធដែលយើងនិយាយពីបឹកមិញហ្នឹងហើយតែរឿងមួយទៀតដោយសារអាមេរិកហើយនឹងវិស័យអាហារដែលយើងនាំចេញដូចខ្ញុំជជែកមិញគឺយើងត្រូវការ label test food testing result វា parameter ត្រូវការ9ឲ្យមុខហើយ9ឲ្យមុខហ្នឹងនៅខ្ញុំគិតថាដូច heavy metal ពីព្រឹកមិញហ្នឹងក៏មិនមានដែរតែនៅស្រុកខ្មែរអញ្ចឹងវាទាមទារឲ្យយើងប្រើសេវានៅខាងក្រៅប្រទេសដូចខ្ញុំទៅជែកមិញទី1យើងប្រើនៅ Eurovin វៀតណាម
Yerovin Việt Nam ហើយយើងបានសហការជាមួយ Yerovin Việt Nam ធ្វើ MOU ជាមួយ Việt Nam ដើម្បីធ្វើម៉េចអាចសម្រួលតម្លៃឲ្យ exporter ខ្មែរយើងឬ SME ខ្មែរដែលចង់ប្រើសេវាហ្នឹងមិនមែនតែ exporter ទេសូម្បីតែ food labeling ឬ ingredient ដែល panelist យើងទៅជែកពីបាក់មាញ់ក៏យើងប្រើនៅនឹងបានដែរអញ្ចឹងណាប៉ុន្តែវាជាបញ្ហាក្នុងស្រុកមានន័យថាយើងនៅតែប្រើសេវាពីគេមានន័យថាអត់មាន value add នៅក្នុងស្រុកឯងទី2ទៀតពាក់ព័ន្ធនឹងអា food technology FDI មានន័យថា foreign direct investment ទៅលើ food technology និង packaging នេះយើងអត់មានទេជាក់ស្ដែងបទពិសោធន៍របស់ខ្ញុំផ្ទាល់យើងចាយពេល1ខែទៅ3ខែនៅក្នុងការ finalize packaging មួយជាមួយនឹងភាគីចិន supplier ចិនតាម Alibaba អញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យយើងចាយពេលច្រើនហើយចាយលុយឥឡូវថា operation 1ខែទៅបើកលុយឲ្យបុគ្គលិកចាយទៅពាក់បើខែប៉ុន្តែ3ខែក្រោយបាន result អញ្ចឹងណាហើយនៅដឹកមកទៀត cost logistics នៃការដឹកជញ្ជូនអ្វីគេចេញមកពីចិនមកទៀត very expensive អញ្ចឹងបើពីយើងគិតថាគួរតែមាន foreign direct investment តាក់ទងទៅនឹង food packaging ដែលមាន food grade ហើយនឹង technology នៅក្នុងស្រុកតែវាសម្រួលសម្រាប់អ្នកធ្វើនៅក្នុងវិស័យកសិកម្មនិងចំណីអាហារអាច assess បានស្រួលហើយថ្លៃដើមគាត់ថោកហើយឥឡូវយើងមាន ASAP មែនប៉ុន្តែបើសិនយើងថ្លៃយើងគេហើយពីណាទិញយើង trade ខុសគ្នាតែ 0.1 ក៏គេទិញយើងដែរហ្នឹងបទពិសោធន៍ខ្ញុំជាមួយនឹងវិស័យមិនមួយទៀតពាក់ព័ន្ធទៅនឹង export readiness មានន័យថា exporter របស់យើងឥឡូវវាតិចដែលជា exporter ready អញ្ចឹងគាត់ sole proprietorship គាត់ ready មិនអត់បានទេលុះត្រាតែគាត់ជា medium tax payer ទៅបានគាត់អាចនាំចេញបានប៉ុន្តែ in term of product compliance តែគាត់ ready នៅ in term of business compliance តែគាត់ ready នៅ human resource គាត់ ready នៅអញ្ចឹងវាមាន challenge ច្រើននៅក្នុងនឹងទៀតថាអាហ្នឹងគឺជាអ្វីដែលយើងជួបប្រទះប៉ុន្តែបញ្ហាប្រឈមធំគឺអា food testing នេះយើងត្រូវតែប្រើពីគេ at least មួយ sample $3-8ខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងអញ្ចឹងឥឡូវខ្ញុំសូមបន្តទៅបងសូលីដាបងក៏ដូចជាអ្នកប្រើប្រាស់សេវាស្តង់ដារដែរនៅក្នុងការងារប្រហែលជាការងារ project របស់បងហើយនឹងបណ្ដុះបណ្ដាលលើស្តង់ដារអញ្ចឹងកន្លងមកតើបងមានជួបប្រទះបញ្ហាលំបាកឬក៏បញ្ហាប្រឈមអីអត់ក្នុងការប្រើស្តង់ដារដែលបានអភិវឌ្ឍឬក៏ក្នុងការបណ្ដុះបណ្ដាលពីស្តង់ដារដែលយើងមាននៅក្នុងវិស័យរបស់បងចាអរគុណចំពោះសំណួរតាក់ទងជាមួយនឹង challenge នៅក្នុងផ្នែកវិស័យអប់រំជាពិសេសគឺស្ថិតនៅក្នុងផ្នែកគេហៅថាវិទ្យាសាស្ត្រហើយបច្ចេកវិទ្យាហើយនិងវិស្វកម្មយើងដឹងថា perspective របស់កូនសិស្សរបស់យើងនៅពេលដែលគាត់ឈានជើងចូលក្នុងមហាវិទ្យាល័យគឺគាត់មានទិសដៅរបស់គាត់ថាគាត់ចង់ធ្វើការអីអញ្ចឹងគាត់ផ្ដោតភាគច្រើនគាត់ចង់បានតែគេហៅថា hard skill ជាប្រភេទ technical skill គាត់អត់សូវផ្ដោតទៅលើថាអ្វីជា trade អ្វីជា standard អ្វីជាស្អីនោះទេនៅពេលដែលយើងដាក់នៅខុសបែបហ្នឹងឲ្យទៅគាត់ពេលខ្លះគាត់មានអារម្មណ៍ថាជាខុសដែលអត់សូវមានសារៈសំខាន់សម្រាប់គាត់អញ្ចឹងពេលខ្លះគាត់អត់សូវយកចិត្តទុកដាក់ចំពោះខុសនឹងប្រមាណទេតែដោយសារតែយើងបរៀនគាត់ចង់និយាយថាយើងបរៀនគាត់ថា standard នេះវាយ៉ាងម៉េច standard Cambodian standard វាយ៉ាងម៉េច ISO វាយ៉ាងម៉េច apply GMP វាយ៉ាងម៉េចអីជាដើមចឹងទៅយើងឲ្យជាគេហៅថា general knowledge ទៅឲ្យគាត់មើលប៉ុន្តែដល់ពេល implementation វាជារឿងមួយទៀតចង់និយាយថាគាត់ត្រូវការពេលវេលាដើម្បី implement អាហ្នឹងឲ្យចេះថាត្រូវធ្វើម៉េចដើម្បីឲ្យចេះវាត្រូវការពេលវេលាច្រើនសម្រាប់គាត់ចឹងណាចឹងchallenge របស់យើងគឺទី1តាក់ទងជាមួយនឹង curriculum របស់យើងដែលយើងអត់បានមានពេលវេលាគ្រប់គ្រាន់ដើម្បីចម្បាច់ standard ហ្នឹងឲ្យទៅគាត់ឲ្យបានគ្រប់គ្រាន់ទេហើយនឹងទី2មួយទៀតយើងដឹងហើយថា curriculum យើងមិនដែលបង្កើតម្ដងមួយឆ្នាំម្ដងទេយើងបង្កើតម្ដងយើងអាចប្រើរយៈពេល5ឆ្នាំទៅជាងខ្លះអាច10ឆ្នាំគ្រាន់តែយើង revise អីបន្តិចតួចតែប៉ុណ្្នឹងឯងអញ្ចឹងពេលខ្លះនៅពេលដែលមាន standard ថ្មីចូលមកឬក៏យើងហៅថាជា new technology ចូលមក advanced technology ចូលមកយើង provide អានឹងទៅឲ្យកូនសិស្សអត់ទាន់ទេអញ្ចឹងកូនសិស្សរបស់យើងក៏អត់ ready សម្រាប់អា new market អា new knowledge នៅខាងក្រៅអញ្ចឹងដល់ពេលដែលគាត់ចេញទៅគាត់ដូច lacking អញ្ចឹងគាត់ទៅបម្រើការងារនៅខាងស្ថាប័ននេះនៅខាងក្រុមហ៊ុននេះនៅខាងក្រុមហ៊ុនធ្វើឲ្យគាត់មានលក្ខណៈខ្វះខាតច្រើនតាក់ទងកន្លែងហ្នឹងចាហើយទី2ចំពោះការចូលរួមឧទាហរណ៍ថាចង់ឲ្យ university មានដូចជា lab ខ្ញុំធ្លាប់បានមានការតំណែងពីខាងក្រុមហ៊ុនមួយចំនួនមកដែរតាក់ទងជាមួយនឹងការធ្វើតេស្តនេះធ្វើតេស្តនោះនៅកម្រិត university ប៉ុន្តែយើងដឹងថាយើងមិនអាច
ផ្ដល់ជាផ្នែកគេហៅថាលទ្ធផលដែលមានលក្ខណៈជា standard ដោយគាត់បានទេពីព្រោះបើសិនជាយើងចង់ apply lab ISO មួយគឺយើងត្រូវតែ investment ហើយ it's a lot មិន1រៀល2រៀលអញ្ចឹងវាច្រើនហើយ maintenance ផង human resource ផងហើយយើងត្រូវការអានឹង work រៀងរាល់ពេលដើម្បីបានចំណូលបានអីទៀតផងអញ្ចឹង academic lab គឺมันអាច provide អា standard នឹងបានទេប៉ុន្តែបើសិនជា test ចង់ដឹងអីបន្តិចតួចអាហ្នឹងគឺអាចបានអញ្ចឹងណាចាអញ្ចឹងសំខាន់អាហ្នឹងគឺយើងអត់អាចមានជាហៅថាជា infrastructure laboratory សម្រាប់ comply ជាមួយនឹង standard ឲ្យទៅខាងពួកគាត់បានដូច្នេះពេលខ្លះពួកគាត់មានអារម្មណ៍ថាមិនសូវមាន experience គ្រប់គ្រាន់តាក់ទងជាមួយនឹង standard នឹងឯងអញ្ចឹងដើម្បីឲ្យយើងអាចផ្សារភ្ជាប់បានតើតែយើងបញ្ជូនគាត់ទៅធ្វើ internship នៅកន្លែងឧស្សាហកម្មឬក៏នៅខាងមជ្ឈមណ្ឌលឬក៏ស្ថាប័ននានាដើម្បីឲ្យគាត់មានគេហៅថាបទពិសោធន៍មុនពេលដែលគាត់ចាក់ចេញពីសាកលវិទ្យាល័យទៅចា៎អញ្ចឹងនេះគឺជាបញ្ហាប្រឈមនៅផ្នែក education ចា៎អញ្ចឹងបញ្ហាប្រឈមក្នុងវិស័យអប់រំក៏មានដែរតើតើនឹងរឿងស្តង់ដារមិនតែអ្នកអនុវត្តទេឥឡូវយើងមកមើលអ្នកប្រើប្រាស់ចុងក្រោយម្ដងនៅពេលដែលស្តង់ដារឬក៏ផលិតផលដែលយើងផលិតចេញមកហ្នឹងយើងហៅថាគ្រប់ស្តង់ដារឬខ្វះស្តង់ដារឬក៏មិនមានស្តង់ដារចាំបាច់ណាមួយហ្នឹងតើវាមានផលប៉ះពាល់មិនមកដល់អ្នកប្រើប្រាស់ចុងក្រោយហើយនៅទីនេះអ្នកប្រើប្រាស់ចុងក្រោយរបស់យើងគឺបងសុខាគាត់តំណាងឲ្យបងប្អូនដែលមានពិការភាពអញ្ចឹងយើងមើលតើបងប្អូនដែលមានពិការភាពគាត់រងផលប៉ះពាល់មិនខ្លះសូមអញ្ជើញបងអរគុណតកតងនឹងខ្ញុំស្ដាប់មកព្រឹកកន្លងមកតកតងនឹងស្តង់ដារ process ផលិតផលកសិកម្មអីជាដើមហើយទំនិញផ្សេងហើយខ្ញុំមិនដឹងថាខាងឯអាដាមស្តង់ដារហ្នឹង cover ទាំងអស់ផងឬយ៉ាងម៉េចទេប៉ុន្តែទោះបីយ៉ាងណាខ្ញុំលើកឡើងតកតងនឹងស្តង់ដាររបស់ហេដ្ឋារចនាសម្ព័ន្ធនេះផងដែរតកតងនឹងការបង្កលក្ខណៈងាយស្រួលការសាងសង់នេះក្នុងច្បាប់ស្តីពីកិច្ចការពារលើកម្ពុជាសិទ្ធិជនពិការក៏មានចែងទុកដែរដោយសារតែនេះជាឧបសគ្គធ្វើឲ្យប៉ះពាល់នឹងការចូលរួមរបស់អ្នកមានពិការភាពយើងទាំងអស់គ្នាចាអញ្ចឹងត្រូវតែតែងចែងនៅក្នុងច្បាប់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិរបស់កម្ពុជាយើងផងដែរគឺឆ្នាំ2000បច្ចុប្បន្ននេះកំពុងមាន2024 2028គឺត្រូវតែគិតគូរពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងឲ្យមានលក្ខណៈស្តង់ដារដើម្បីឲ្យគាត់កាត់បន្ថយនៅឧបសគ្គលុបបំបាត់នៅឧបសគ្គរបស់គាត់ក្នុងការចូលរួមឲ្យបានពេញលេញនៅសេវាផ្សេងជាដើមហើយតកតងនឹងបញ្ហារបស់អ្នកមានពិការភាពតកតងនឹង street business នេះខ្ញុំឃើញថាដោយសារតែមានកង្វះខាតអីមិនមានការចូលរួមពេញលេញជាឧបសគ្គច្រើននឹងហើយដែលគាត់អត់បានទទួលចំណេះដឹងផ្សេងច្រើនតកតងនឹងធនធានណាធនធានមានធនធានចំណេះដឹងជំនាញផ្សេងតកតងនឹង business trade អីជាដើមហើយនឹងថវិកាហើយទីតាំងទីកន្លែងក្នុងការបង្កើតព្រួយផ្ដើមឡើងនៅពាណិជ្ជកម្មសេដ្ឋកិច្ចអីជាដើមហើយព័ត៌មានតកតងនឹង NQI ឬក៏ SC នេះសិតជារឿងថ្មីរឿងដំបូងទាំងអស់សម្រាប់ពួកយើងអញ្ចឹងនេះហើយជាមូលហេតុដែលយើងអត់ទាន់បានចូលរួមអត់បានស្គាល់អត់បានពាក់ព័ន្ធក្នុងការចូលរួមឲ្យបានពេញលេញក្នុងការអភិវឌ្ឍទាំងបុគ្គលគ្រួសារហើយនិងសង្គមផងដែរចា៎អរគុណបងបញ្ហាតាក់ទងនឹងការចូលរួមរបស់បងប្អូនមានពិការភាពនៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមនេះគឺសំណង់អគារដែលបងសុខាគាត់បានលើកឡើងមិញនេះគឺមានឥទ្ធិពលខ្លាំងណាស់យើងធ្វើសកម្មភាពយើងរៀបចំឧទាហរណ៍ដូចគម្រោងយើងរៀបចំសិក្ខាសាលាកន្លងមកនេះគឺយើងត្រូវដើររកគេហៅថា venue ណាដែលយើងហៅថា accessible venue ឬក៏ venue ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនមានពិការភាពអញ្ចឹងដូចសន្តាគារនេះគឺយើងចាត់ទុកថាកម្រិតគាត់ល្អក្នុងករណី accessible venue នេះប៉ុន្តែសន្តាគារខ្លះគាត់អត់មានទេគាត់អត់មានបន្ទប់ទឹកសម្រាប់បងប្អូនមានពិការភាពគាត់អត់មានកន្លែងរុញអតេះអត់មានអីអញ្ចឹងទៅធ្វើឲ្យអ្នកខ្លះដែលឧបមាថាអ្នករៀបចំគម្រោងគាត់អត់បានគិតគូរដល់រឿងនឹងទៀតអញ្ចឹងបងប្អូនដែលមានពិការភាពគាត់មានការលំបាកឬក៏មិនអាចចូលរួមក្នុងសកម្មភាពវគ្គបណ្ដុះបណ្ដាលឬក៏សកម្មភាពសេដ្ឋកិច្ចផ្សេងទៀតបាននេះប៉ុន្តែយើងគិតថាប្រហែលជា
standard តាក់ទងទៅនឹង accessible venue នេះប្រហែលជាមិនទាន់ជា compulsory ឬ mandatory អីទេមើលទៅអញ្ចឹងវាអាចនឹងជា voluntary ទៅលើ hotel ឬក៏ស្ថាប័នណាដែលគេadopt standard ថ្មីហ្នឹងទៅគេអាចធ្វើបានប៉ុន្តែបើមិនអញ្ចឹងទេអាចជាបញ្ហាប្រឈមខ្លាំងអញ្ចឹងឥឡូវខ្ញុំសូមចូលមកដល់អាយដាមដែលជាអ្នកផ្ដួចដើមគម្រោងនេះហើយតាំងពីព្រឹកមកហ្នឹងយើងនិយាយពីបញ្ហាប្រឈមហ្នឹងមានច្រើនអាយដាមក៏បានបញ្យល់មកច្រើនដែរបញ្ហាប្រឈមប៉ុន្តែឥឡូវនេះចាប់ទុកថាសង្ខេបត្រឡប់មកវិញបើសិនជាចង់ឲ្យអាយដាមលើកឡើងថាតើបញ្ហាប្រឈមដែលធំបំផុតហ្មងណាដែលយើងគិតថាគួរដោះស្រាយវាជា make គោល umbrella របស់បញ្ហាផ្សេងទៀតហ្មងហ្នឹងអាយដាមគិតថា Stra Cup ការងារ Stra Cup នៅស្រុកខ្មែរយើងហ្នឹងបញ្ហាប្រឈមធំបំផុតគឺអីគេបាទអរគុណច្រើនបើនិយាយបញ្ហាប្រឈមហ្នឹងវល់កឆេរាប់នៅអស់ហើយរាប់អស់តាំងពីព្រឹកទៅដល់ស្មហ្នឹងនៅតែមិនតាន់អស់នៅប្រឈមប៉ុន្តែឆ្លៀតឱកាសនេះក៏ជួយអរគុណអ្នកគ្រូដែរអ្នកគ្រូលោកស្រីដាពាក់ព័ន្ធនឹងបញ្ហាកម្មវិធីអប់រំហើយពាក់ព័ន្ធលោកណាពាក់ព័ន្ធអាមេរិកហើយនឹងបងស្រីសិក្ខាពាក់ព័ន្ធនឹងបញ្ហាជនមានពិការភាព Stra Cup គឺនិយាយពីបញ្ហា standard technical regulation ហើយនិង conformity assessment ដែលមានមុខងារនិងតួនាទីដើម្បីធ្វើឲ្យប្រកាសថាតំណែងនឹងអាចចរាចរបានហើយមានគុណភាពនិងសុវត្ថិភាពដល់អ្នកប្រើប្រាស់ចុងក្រោយចឹងខ្ញុំបកមកជាមួយវិញពាក់ព័ន្ធបញ្ហាក៏ចង់ទៅយល់បងសុខានតិចដែរឆ្លៀតឱកាសហ្នឹងថាបងដែលមានបញ្ហាពិការភាពពាក់ព័ន្ធវិស័យសំណង់ឧទាហរណ៍អញ្ចឹងសំណង់ការពិតមកដល់បច្ចុប្បន្នហ្នឹងយើងអត់ទាន់បានកំណត់ថាវាជា voluntary ឬក៏ជា mandatory ឡើយទេប៉ុន្តែជាគោលការណ៍សំណង់យើងកំពុងនឹងពិចារណាក្នុងការរៀបចំនៅ building code យើងហៅថា building code បានថាជាបទបញ្ញត្តិពាក់ព័ន្ធទៅនឹងការសាងសង់បច្ចុប្បន្ននៅខ្មែរនេះមាន building code ច្រើនប្រភេទណាស់ដែលដែលអ្នករស់ស៊ីស្រុកខ្មែរគាត់សាងសង់អ្នកខ្លះគាត់ប្រើ model របស់អាមេរិកទៅអ្នកខ្លះប្រើ model របស់អឺរ៉ុបទៅអ្នកខ្លះប្រើ model របស់ចិនទៅអ្នកខ្លះប្រើ model របស់កូរ៉េទាំងទៅឧទាហរណ៍ឡើងវាច្រើនពេកអញ្ចឹងមកដល់ថ្ងៃនេះយើងក៏ជែកគ្នាអត់តាន់អាចសាច់តើ building code មួយណាដែលយើងត្រូវយកមកប្រើប្រាស់ក្នុងកម្មនៅទឹកដីកម្ពុជានឹងអញ្ចឹងនៅពេល building code នឹងវាចេញដំណើរការទៅបានអញ្ចឹងអាពាក់ព័ន្ធបញ្ហាសុវត្ថិភាពនៅក្នុងអគារក្នុងអីខ្លះថាចំពោះនឹងទៅ automatic ហើយអញ្ចឹងពាក់ព័ន្ធបញ្ហាជនពិការភាពគ្រប់អគារចុងក្រោយមកទៀតត្រូវតែមានការ control ត្រឹមត្រូវទាំងអស់ប៉ុន្តែចំណុចនេះគឺយើងកំពុងតែពិចារណាហើយយើងបានទៅជែកជាមួយខាងក្រសួងនគររាជវិការមកហើយក៏យើងបានទៅជែកជាមួយសភាអឺរ៉ុបដែរហើយសភា Chamber របស់អឺរ៉ុបនោះគាត់បង្ខំយើងឲ្យ adopt របស់ EU code Eurocode building code របស់អឺរ៉ុបប៉ុន្តែយើងក៏គាត់ថាកំពុងតែពិចារណាមិនទាន់ឆ្លើយ yes ឬ no ឡើយទេបាទអញ្ចឹងចំណុចនេះក៏យើងកំពុងតែពិចារណាមិនមែនថាយើងប្រឡែងនៅជនពិការភាពអស់ចោលទេទី2ពាក់ព័ន្ធនឹងបញ្ហាផលិតផលចឹងការចរាចរណ៍តំណែងឲ្យមានតំណែងទូទៅនិងតំណែងពាក់ព័ន្ធរបស់ជនពិការភាពដែលប្រើប្រាស់ចឹងអានឹងក៏នៅក្នុង scope របស់យើងទៅពិចារណាដែរចឹងការធ្វើតំណែងពេលធ្វើតំណែងដែលរៀបចំតាមតំណែងបែបណាទៅពាក់ព័ន្ធនឹងបញ្ហានៅទូទៅតំណែងបែបណាពាក់ព័ន្ធនឹងបញ្ហាជនពិការភាពដែលត្រូវរៀបចំជា regulation និងការពាក់ព័ន្ធនឹងការធ្វើ trade នេះឯងចឹងអានឹងក៏យើងអត់ប្រឡែងដែរនៅតែធ្វើដែរបើគាត់ថាយើងត្រូវការពេលវេលាបន្តិចបាទតែគាត់ជំនុំបល់ខ្លីៗប៉ុណ្ណឹងសិនអរគុណអាយដាមអញ្ចឹងឥឡូវយើងស្ដាប់ឮពីកត្តាប្រឈមនិងចំណុចប្រឈមធំហើយឥឡូវយើងចូលដល់ថាដំណោះស្រាយចុះឬក៏ជាសំណុំពរក៏ថាបានដែរដូចយើងនិយាយអញ្ចឹងគម្រោងរបស់យើងនេះគឺជាគម្រោងជាពិសេសសិក្ខាសាលាថ្ងៃនេះគឺជាសកម្មភាពមួយដែលយើងប្រម៉ូទធាតុចូលដើម្បីយកទៅបង្កើតផែនទីបង្ហាញផ្លូវ Stra Cup អញ្ចឹងយើងមានសកម្មភាពផ្សេងទៀតដើម្បីប្រម៉ូទធាតុចូលប៉ុន្តែនេះជាសកម្មភាពដំបូងហើយអញ្ចឹងឆ្លៀតឱកាសហ្នឹងគឺខ្ញុំចង់ធ្វើការប្រម៉ូទបដាពីខាងអ្នកសេវាអ្នកប្រើប្រាស់សេវា Stra Cup អញ្ចឹងយើងអាច start ពីបងវណ្ណាមុនដដែលបើយើងពិចារណាទៅលើបញ្ហាប្រឈមដែលបងលើកឡើងមិញហ្នឹងតើបងគិតថាផែនទីបង្ហាញផ្លូវ Stra Cup យើងហ្នឹងគួរផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើអីដើម្បីឲ្យវិស័យឯកជនរបស់យើងជាពិសេសសហគ្រាសធុនតូចនិងមធ្យមរបស់យើងហ្នឹងមានភាពប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិអរគុណច្រើន
តែដោយសារខ្ញុំបដោតទៅលើ export ទេអញ្ចឹងខ្ញុំនិយាយក្នុង area របស់ខ្ញុំ food export import ណាអ្វីដែលជាបញ្ហាប្រឈមខ្ញុំដោយសារយើងធ្លាប់អនុវត្តគម្រោងមួយ EU មួយ USDA មុនពេល USAID គាត់បិទទៅអាមេរិកផងទៅអឺរ៉ុបផងទៅក្នុង Mekong region យើងទៅហើយដើម្បីប្រមូល export ប៉ុន្តែដល់ពេលដែលយើងចាប់ផ្ដើម implement យើងឃើញ level គឺ export readiness ឬ capacity សម្រាប់ exporter របស់យើងគឺមានកម្រិតមានតែសំបីទៅមកថាយើងត្រូវការ buyer មានប៉ុន្តែតែបើយើងចង់លក់អាមេរិកអត់មានពីណាមានលទ្ធភាពផ្គត់ផ្គង់អាមេរិកតាមស្តង់ដារដែលគេត្រូវការស្តង់ដារ ASTA American Spy Trade Association ដែលចេញដោយអាមេរិក Association របស់អាមេរិកគេចង់បានស្តង់ដារ EU អញ្ចឹងយើងអត់មានទេមានលទ្ធភាពក្នុងការផ្គត់ផ្គង់ទេមិនមែនមានន័យថាយើងខ្វះលទ្ធភាពឬខ្វះលុយទៅទេអាហ្នឹងប៉ុន្តែយើងខ្វះសមត្ថភាព build capacity exporter ឬ SME ខ្លួនឯងមិនមាន ready ពិតប្រាកដដើម្បីអាចនាំចេញបានអញ្ចឹងយើងត្រូវការ resource center ណាដែលអាចជួយ build capacity SME របស់យើង local exporter យើងឬ local SME ឲ្យគាត់មានសមត្ថភាពពិតប្រាកដដើម្បីអាចនាំចេញបានមិនថាទៅអឺរ៉ុបទៅ Asian country ឬ ASEAN country ជាអ្វីដែលយើងឃើញឥឡូវមកថាតើបញ្ហាប្រឈមនៅក្នុងការ build capacity សម្រាប់ export ready company វាមានអីគេនៅពេលដែលគាត់ build capacity សម្រាប់ export ready គាត់មានលទ្ធភាពអាចលក់បាននៅក្នុងស្រុកដូចគ្នាប៉ុន្តែ value add សម្រាប់គាត់អាចនាំចេញមានបញ្ហារឿង accounting human resource marketing sale technology production compliance everything នៅក្នុងនឹងអញ្ចឹងអងថ្ងៃ cabinet មកកញ្ចប់ GIZ មកកញ្ចប់ USAID មកកញ្ចប់ FAO មកកញ្ចប់ MOC មកកញ្ចប់ MAS មកកញ្ចប់ MISTI មកកញ្ចប់យ៉ាងវាច្រើនគ្នាអញ្ចឹងវាអត់ harmonize អញ្ចឹងយើងចង់បាន resource center ណាមួយដែលអាច build អាហ្នឹងមកជួយ support local SME ឬ exporter យើងនៅក្នុងការទៅ access យើង training ឬការបណ្ដុះបណ្ដាលឬ resource អីដើម្បីធ្វើម៉េចគាត់ ready ពិតប្រាកដពីខ្ញុំចង់ថែមតិចអរគុណលោកវណ្ណាពាក់ព័ន្ធបញ្ហាហ្នឹងខ្ញុំទទួលស្គាល់ហើយក៏ខ្ញុំសូមអរគុណដែរដែលព័ត៌មាននេះបាទចឹងហេតុអីបាទយើងបញ្ហាការនាំអាមេរិកចេញទៅក្រៅដូចទៅ EU ក្តីឬទៅវៀតណាមក្តីដែលមានផលលំបាកច្រើនចឹងបាទនេះមកវិញយើងមានកិច្ចព្រមព្រៀងតែមិនអនុវត្តទី1ទី2អនុវត្តដោយគ្មានកិច្ចព្រមព្រៀងបាទសូម្បី EU ក៏មាន standard យើងក៏មាន standard EU ក៏ប្រើ standard អន្តរជាតិយើងក៏ប្រើ standard អន្តរជាតិប៉ុន្តែ standard អន្តរជាតិដែល EU មកដប់ធ្វើ standard របស់គេនោះវាខុសពី standard យើងយកអន្តរជាតិមកដប់ពីរបស់យើងវាខុសគ្នាអញ្ចឹង standard ទាំងពីរហ្នឹងអត់តបានហាមណាយមួយគ្នាទេហាមណាយមួយគ្នាបានរកស៊ីមួយគ្នាបានតើយើងមានកិច្ចព្រមព្រៀងអញ្ចឹងដល់ឡៃពាក់ព័ន្ធជាមួយកម្ពុជាជាមួយសហគមន៍អឺរ៉ុបហ្នឹងគឺយើងអត់តមានរៀបចំ FTA ជាមួយគ្នានៅឡើយទេដូចអញ្ចឹងបានថាឆ្នាំងបាយរបស់យើងស្រេចតែកិច្ចកន្លងស្រេចចិត្តទេបាទព្រោះយើងអត់មានកិច្ចព្រមអីទាំងអស់អញ្ចឹងបើអសេបយើងមានកិច្ចព្រមព្រៀងប៉ុន្តែយើងត្រូវពង្រឹងខ្លួនយើងរឹងដើម្បីបើកទីផ្សារហ្នឹងបើយើងមិនពង្រឹងខ្លួនយើងទេយើងបើកទីផ្សារអត់ចេញទេទោះបីមានកិច្ចព្រមព្រៀងដែរតែបើយើងខ្លួនមិនរឹងទេក៏បើកអត់ចេញដែរអញ្ចឹងលក្ខខណ្ឌនៃការបើកពង្រឹងខ្លួនយើងតាមម៉េចទី1យើងដឹងខ្លួនថាអ្វីជាអត្ថប្រយោជន៍របស់យើងការនាំជាផលអត្ថប្រយោជន៍របស់យើងឧទាហរណ៍ថាអាមេរិកជាអត្ថប្រយោជន៍របស់យើងហើយមានទីផ្សារអាចមានទីផ្សារអាមេរិកនៅអូស្ត្រាលីញូហ្សេឡង់អញ្ចឹងយើងអាចពង្រឹងវិស័យនឹងឲ្យបានទាំងការតាមពីរហូតពីការដាំដុះរហូតទៅដល់ការបញ្ចប់សពគ្រប់ទាំងអស់ហើយលក្ខខណ្ឌនៃការគ្រប់គ្រងពាក់ព័ន្ធបញ្ហា certificate យើងមាន complete ទាំងអស់បាទយើងអាចបើកចរចាជាមួយអូស្ត្រាលីញូហ្សេឡង់ពាក់ព័ន្ធការនាំចេញអាមេរិកទៅបានបើយើងគ្មានលក្ខខណ្ឌទាំងអស់នេះទេបើកមិនចេញបើកក៏អត់ប្រយោជន៍ដែរបាទយើងមិនពេញលក្ខខណ្ឌចឹងអាមេរិកយើងនៅតែមិននាំចេញទៅបានទៅដល់អឺរ៉ុបដែរទៅអូស្ត្រាលីដូចអូស្ត្រាលីញូហ្សេឡង់ដូចគ្នាអញ្ចឹងលក្ខខណ្ឌហ្នឹងត្រូវតែជាចម្បងរបស់យើងទៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើងទាំងវិស័យឯកជនទាំងវិស័យសាធារណៈហើយមួយទៀតគឺទៅពង្រឹងនៅប្រព័ន្ធផ្ដល់ព័ត៌មានទៅមកដូចព័ត៌មានលោកវណ្ណានិយាយមិនអញ្ចឹងអត់
ខ្ញុំទំលឺមកហ្នឹងទេអត់អាចលឺមកបើលឺពីមុនមកយើងអាចយកព័ត៌មានចាត់វិធានការបដាបានអញ្ចឹងអាប្រសិទ្ធការប្រស័យតាក់ទងគ្នាការផ្ដល់ព័ត៌មានវិញទៅមកយើងចឹងហើយបាទខ្ញុំនិយាយថាយើងធ្វើការក្នុងរួមគ្នានឹងគោលនយោបាយតែមួយប្រព័ន្ធតែមួយទើបយើងអាចសហការនេះធ្វើការងារបានបើយើងធ្វើការដោយឡែករៀងៗខ្លួនទេកុំសង្ឃឹមថាជោគជ័យឲ្យសោះបាទឆ្នាំងបាយយើងនៅគេក្លុកដដែលអញ្ចឹងបើយ៉ាងបីកុំឲ្យឆ្នាំងបាយយើងនៅក្លុកតើយើងធ្វើការរួមគ្នាបាទមានព័ត៌មានយើងផ្លាស់ប្ដូរគ្នានេះជាកម្រិតចន្លោះដែលខ្ញុំចង់ជំរាបជូនអង្គប្រជុំបាទចាអរគុណអាយដាមខ្ញុំនៅក្រៅបកមកអាយដាមវិញតែឥឡូវខ្ញុំសូមទៅខាងស្ថាប័នអប់រំសិនដោយសារទូនាទីរបស់ស្ថាប័នអប់រំគឺសំខាន់ណាស់ទី1គាត់ជាអ្នកប្រើប្រាស់សេវា Stracap ផ្ទាល់ហើយខ្ញុំគិតថាគាត់ជាអ្នកដែលបណ្ដុះបណ្ដាលធនធានមនុស្ស Stracap ទៀតហើយក៏អាចជាអ្នកដែលចូលរួមចំណែកក្នុងការអភិវឌ្ឍស្តង់ដារទៅថ្ងៃអនាគតដែរអញ្ចឹងយើងចង់ដឹងថាតើតាមគំនិតរបស់បងគិតថាតើផែនទីបង្ហាញផ្លូវរបស់យើងគួរផ្ដោតលើបញ្ហាអ្វីឬក៏អតិភិបអ្វីដើម្បីជួយដល់ស្ថាប័នអប់រំឲ្យមានការប្រើប្រាស់សេវា Stracap ដែលកាន់តែងាយស្រួលឬក៏អាចចូលរួមចំណែកក្នុងការបង្កើតស្តង់ដារទៅពេលអនាគតបានកាន់តែល្អប្រសើរចាអរគុណចំពោះសំណួរសម្រាប់ទស្សនវិស័យជាអ្នកអប់រំគឺយើងចង់ build គេហៅថាសមត្ថភាពរបស់យុវជនរបស់យើងហ្នឹងឲ្យរីករាយសម្រាប់ចំណេះដឹងបច្ចេកវិទ្យា standard ដែលយើងបាននិយាយគ្នានឹងឯងអញ្ចឹងខ្ញុំក្នុងនាមជាអ្នកអប់រំហើយខ្ញុំតាក់ទងជាមួយនឹងការគេហៅថាធ្វើ curriculum development ខ្ញុំចង់សំណូមពរឲ្យទៅខាងកម្មវិធីសិក្សាផ្សេងប្រសិនបើយើងបណ្ដុះបណ្ដាលនិស្សិតតាក់ទងជាមួយនឹងវិស័យអីក៏ដោយឧទាហរណ៍ខាងផលិតនៅ medical device ខាងកសិកម្មខាងអាហារខាងសំណង់គេខាងយានយន្តឬក៏អីក៏ដោយយើងគួរតែជ្រាបអា standard ទាំងអស់ហ្នឹងទៅឲ្យកូនសិស្សរបស់យើងឲ្យបានដឹងថាដើម្បីឲ្យយើងអាច work នៅក្នុង area ហ្នឹងយើងត្រូវយល់អំពី standard អីខ្លះអញ្ចឹងបើសិនជាកូនសិស្សរបស់យើងគាត់ចេញទៅគាត់ចេះតែគេហៅថា technical skill ដឹងតែវាស់ដឹងតែធ្វើ experiment នេះធ្វើ experiment នោះគាត់អត់យល់អំពី standard គាត់ចូលទៅអា standard វាហាក់បីថ្មីសម្រាប់គាត់ដូចគាត់ត្រូវរៀនសារដាំឡើងវិញដូចពេលខ្លះខ្ញុំទទួលបាន feedback ពីខាង industry មកថានិស្សិតដែលចេញពីសាកលវិទ្យាល័យទៅគឺប្រើអត់បានទេត្រូវបណ្ដុះបណ្ដាលគាត់3ខែ6ខែមួយឆ្នាំដើម្បីឲ្យគាត់អាចកាន់កិច្ចការតូចតាចនៅក្នុងរោងចក្រឬក្នុងឧស្សាហកម្មបានអញ្ចឹងក្នុង curriculum គឺយើងត្រូវបញ្ជ្រាបឲ្យហើយដើម្បីឲ្យកូនសិស្សនឹងដឹងថាបើសិនជាយើងចង់ apply យក Cambodian standard តើយើងត្រូវធ្វើអីហើយក្នុងនឹងទៀតគឺខាងដូចជាខាងខ្ញុំអញ្ចឹងខ្ញុំព្យាយាមបង្កើតឲ្យមានគេហៅថា project សម្រាប់កូនសិស្សឲ្យគាត់ធ្វើមានលក្ខណៈដូចជា value chain អញ្ចឹងតែចាប់ផ្ដើមតាំងពី raw material រហូតដល់គាត់អាចធ្វើ procurement ទៅលើម៉ាស៊ីនខ្លួនឯងគាត់រកទិញ raw material ខ្លួនឯងថាតើគាត់អាចរកបានពីកន្លែងណាគាត់ត្រូវ check មើលអំពីគុណភាព raw material ហ្នឹងយ៉ាងម៉េចគាត់ត្រូវផលិតមកយ៉ាងម៉េចគាត់ត្រូវ scale up ទៅជា pilot ហ្នឹងយ៉ាងម៉េចគាត់ត្រូវធ្វើ testing យ៉ាងម៉េចគាត់ត្រូវ apply design packaging ឬក៏អីយ៉ាងម៉េចឲ្យគាត់ធ្វើការងារហ្នឹងតាំងពីឆ្នាំទី2រហូតដល់ឆ្នាំទី4ដែលគាត់ធ្វើហ្នឹងមកអញ្ចឹងពេលហ្នឹងគាត់មាន idea ថាអូគាត់ស្គាល់កន្លែងនេះបន្តិចគាត់ស្គាល់កន្លែងនោះបន្តិចគាត់ស្គាល់កន្លែងនេះបន្តិចអញ្ចឹងទៅដល់ពេលគាត់មកធ្វើការជាមួយនឹងស្ថាប័នណាមួយរោងចក្រក្តីឧស្សាហកម្មក្តីឬក៏ស្ថាប័នរដ្ឋក្តីគាត់ដឹងថាអូកន្លែងនេះគាត់ត្រូវមើលនៅកន្លែងណាចាអានឹងទី1ហើយនឹងទី2គឺតាក់ទងជាមួយនឹង research ខ្ញុំក៏យើងដឹងថានៅក្នុងប្រទេសរបស់យើងបើសិនជាយើងចង់ឲ្យមានការរីកចម្រើនគឺយើងត្រូវពឹងផ្អែកទៅលើ research ច្រើនណាដូចគេនិយាយថាតើ research មកធ្វើអីបានកិច្ចការអីជួនខ្លះគំនិតរបស់ក្មេងៗយើងមើលអត់ដឹងទេគាត់ explore គាត់មាន innovative idea របស់គាត់នឹងច្រើនណាដូចថាបញ្ហាដែលយើងជួបប្រទេសហ្នឹងយកឲ្យទៅគាត់ដោះតែបន្តិចទៅជួនខ្លះគាត់ដោះចេញអីយើងអង្គុយដោះរាប់ឆ្នាំយើងដោះអត់ចេញទេអញ្ចឹងចង់ឲ្យមានគេហៅថា research activity សម្រាប់ឲ្យនិស្សិតគាត់បានធ្វើហើយបើសិនជា research ដែលល្អបំផុតហ្នឹងគឺជា research ដែល link ជាមួយនឹង industry ឧបមាថាឧស្សាហកម្មមានបញ្ហាអីគាត់ឧបមាថាគាត់ត្រូវបោះទុនទៅឲ្យកូនសិស្សហ្នឹងធ្វើ project ឲ្យគាត់ត្រឹមខ្ទង់$500ទៅ$1000ដើម្បីដោះស្រាយបញ្ហាអីមួយនៅក្នុងឧស្សាហកម្មរបស់គាត់អញ្ចឹងធ្វើបែបហ្នឹងឲ្យកូនសិស្សហ្នឹងគឺគាត់មាននៅគេហៅថាអាចចំណេះដឹងក្នុងការដោះស្រាយបញ្ហាហ្នឹងបានមកកម្រិតដែរចាហើយចុងក្រោយវិញគឺតាក់ទងជាមួយនឹងកម្មវិធីមួយដែលខ្ញុំគិតថាខាង
អាយដាមគួរតែបង្កើតឧទាហរណ៍ថាជាកម្មវិធី competition ជា campaign ឲ្យកូនសិស្សស្គាល់ថាបើសិនជាគាត់មាន idea មួយគាត់មាន technology មួយហើយគាត់ចង់ comply ជាមួយនឹង standard តើគាត់ត្រូវធ្វើម៉េចបង្កើតជា competition ឲ្យគាត់បានចូលរួមចឹងទៅអញ្ចឹងយើងអាច build up នៅ human resource ដែលតាក់ទងជាមួយនឹងបានច្រើនចានេះជាយោបល់ពីខ្ញុំសូមអរគុណចា អាដាមចង់ឆ្លើយហ៎ សំថែមបន្តិចអរគុណច្រើនអ្នកគ្រូកំណត់ល្អយើងមើលប្រទេសដូចជាកូរ៉េដូចជាប្រទេសជប៉ុនដូចអីផ្សេងជារួមប្រទេសជឿនលឿនមួយចំនួនធំហ្នឹងហេតុអីសិស្សដែលគេចេញពីសាលារៀនមកគេយល់ច្បាស់ពីការងារឧស្សាហកម្មការងារពាណិជ្ជកម្មសពបែបយ៉ាងការងារ standard ដោយសារកម្មវិធីអប់រំរបស់គេមានកម្មគេបញ្ចូលនៅការងារ standard ហ្នឹងគេហៅ standard in education ហើយចំណុចនេះខ្ញុំនិយាយការពិតទៅខ្ញុំបានព្យាយាមច្រើនឆ្នាំមកហើយប៉ុន្តែមិនជោគជ័យអញ្ចឹងបានអ្នកគ្រូមកក៏ល្អបាទខាងអាចជួយគ្រប់គ្រងដល់ក្រសួងអប់រំលើកសំណុំពរមកធ្វើម៉េចឲ្យមានកម្មវិធីអប់រំកម្មវិធីបណ្ដុះបណ្ដាលឲ្យមាន standard កិច្ចការ standard ចូលក្នុងហ្នឹងទើបនិស្សិតដែលចេញមកអាចមានសិទ្ធិភាពក្នុងការអនុវត្តនៅដល់បរិសុទ្ធរបស់គាត់បានបើមិនចឹងទេដោយអ្នកគ្រូមានប្រសាសន៍អញ្ចឹងទៅចូលមកធ្វើការអង្គចាក់គាត់ទៅការបណ្ដុះបណ្ដាលសិស្សហ្នឹងថ្មីហ្នឹង3 4 5ខែ6ខែមួយឆ្នាំទៀតបាទខាត់ពេលអញ្ចឹងជាល្អយោបល់របស់ខ្ញុំគឺត្រូវមានកម្មវិធី standard មួយក្នុងដែលភាសាអង់គ្លេសថា standard in education បាទហើយនៅសូម្បីខណៈប្រទេសអាស៊ានមួយចំនួនធំប្រទេសដែលគេយើងគិតទុកថាគេអភិវឌ្ឍគេដើរអស់ហើយតែសល់តែប្រទេសទី3ចុងក្រោយទេដែលមិនតបានចាប់ដើមធ្វើគេអញ្ចឹងពាក់ព័ន្ធការងារហ្នឹងគឺខ្ញុំសូមគ្រប់គ្រងហើយនឹងយើងគួរតែរៀបចំកិច្ចការហ្នឹងដាក់ចុះក្នុង road map របស់យើងដើម្បីធ្វើជាផែនទីមួយតើដើម្បីកសាងទុនធានមនុស្សព្រោះវិស័យអប់រំគឺជាកន្លែងបណ្ដុះបណ្ដាលទុនធានមនុស្សទុនធានអញ្ចឹងបើទុនធានខ្វះណាស់ចំណុចហ្នឹងហើយការធ្វើពាណិជ្ជកម្មការពាក់ព័ន្ធការធ្វើអាសាកម្មរបស់យើងអាចនឹងមិនទាន់ពេលវេលាគេទេបាទអញ្ចឹងគឺយើងទៅរៀបចំ road map ហ្នឹងមួយមកហាញទៅតើធ្វើយ៉ាងម៉េចដើម្បីឲ្យមានកម្មវិធីអប់រំហ្នឹងមានបញ្ចូលដល់ការងារ standard ទាំងអស់ហ្នឹងចូលក្នុងបាទអរគុណគ្រប់គ្រងកំណត់អាយដាមពាក់ព័ន្ធនឹងអស័ព្ទឲ្យប៉ុន្តែលើ bilateral agreement វិញយើងកលេចមើលអាមេរិកយើងមាន bilateral agreement មួយជាមួយកម្ពុជាចិនអញ្ចឹងណាប៉ុន្តែជាក់ស្ដែងនៅពេលយើងចាប់ផ្ដើម apply bilateral agreement ហ្នឹងយើងនាំចេញទៅពិបាកមិនយើងប្រៀបធៀប bilateral agreement រវាងអាមេរិកហើយនិងចន្ទទីតែពីរនោះចន្ទទីកសិករអាមេរិកកសិករចន្ទទីអត់បាច់ជាប់ GACC number ទេជាប់តែអ្នក processor ឬក្រុមហ៊ុនកែច្នៃតែអាមេរិកជាប់រហូតដល់អ្នកផលិតអាមេរិកគឺកសិករអាមេរិកត្រូវតែជាប់ GACC number បន្ទាប់មកក្រុមហ៊ុនកែច្នៃត្រូវតែជាប់ GACC number ដែរបន្ទាប់មកទើបគាត់អាចនាំចេញអញ្ចឹងមានន័យថា importer ចិនអាចទិញអាមេរិកបានលុះត្រាតែអ្នកកែច្នៃដែលជាប់ GACC ទិញពីកសិករដែលមាន GACC យកមកកែច្នៃហើយលក់ទៅចិនអញ្ចឹងវា limit អញ្ចឹងវាធ្វើឲ្យអា bilateral agreement យើងនឹងវាបាត់អា value add បាត់ហើយអញ្ចឹងមុនពេលសម្រាប់ថាអូខេ bilateral agreement ហ្នឹងត្រូវសាអញ្ចឹងសិក្សាជាមួយវិស័យឯកជនថាគេកែច្នៃថាអ្វីជាបញ្ហាប្រឈមរបស់វិស័យមួយហ្នឹងអញ្ចឹងកុំចេះតែសាអញ្ចឹងអានេះខ្ញុំសូមបន្ថែមប៉ុណ្ណឹងដោយសារនៅពេលអនុវត្តចាស់ស្ដាយវាជាប់មែនអាដាមចង់ឆ្លើយតបតើតើនឹងការចរចាការលើកឡើងរបស់លោកបណ្ណាគឺពិតជាត្រឹមត្រូវកុំបន្ទោសចិនព្រោះយើងអត់តន់បានចរចាគ្នាឡើយទេស្អែកហ្នឹងខ្ញុំឡើងកប៉ាល់ហោះទៅចិនហៅខ្ញុំទៅហ្នឹងទៅនិយាយរឿងហ្នឹងព្រោះថាគាត់ចង់សម្របសម្រួលការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្មជាមួយកម្ពុជាហ្នឹងបាទបែរថាតំណែងផលកសិកម្មរបស់យើងទៅចិនហ្នឹងអត់មាន standard ទេហើយបោះគេមកវិញក៏យើងអត់ទទួល standard គេដែរអញ្ចឹងគាត់ហៅខ្ញុំទៅស្អែកហ្នឹងគឺដើម្បីចរចាតិចទៀតហ្នឹងបាទអញ្ចឹងធ្វើម៉េចដើម្បីសម្រាប់រូបពាណិជ្ជកម្មទៅកម្ពុជាអញ្ចឹងទៅលើបញ្ហាផលកសិកម្មនេះឯងអញ្ចឹងវាមានពាក់ព័ន្ធការងារ standard ផងមានពាក់ព័ន្ធការទទួលស្គាល់គ្នាទៅវិញមកលើបញ្ហាការធ្វើតេស្តអីឡើងអញ្ចឹងលក្ខខណ្ឌទាំងអស់ហ្នឹងនៅលើគោកនៅឡើយទេបាទអញ្ចឹងកុំអាបន្ទោសចិនទ្រាំតិចទៅអរគុណអញ្ចឹងជាបន្តខ្ញុំសូមមកខាងបងសុខាវិញ
បងសុខាគាត់ទៅតែបានទទួលវគ្គបណ្ដុះបណ្ដាលលើស្តង់ដា ISO IEC Guide 71អញ្ចឹងណាបងដែលជាមគ្គុទ្ទេសក៍ណែនាំសម្រាប់អ្នកផលិតស្តង់ដាធ្វើយ៉ាងណាឲ្យស្តង់ដាទាំងអស់ហ្នឹងមានលក្ខណៈបង្កការងាយស្រួលដល់បងប្អូនមានពិការភាពអញ្ចឹងសំណួររបស់ខ្ញុំចង់សួរទៅបងថាឯទៅលើចំណេះដឹងដែលបងបានទទួលពីវគ្គបណ្ដុះបណ្ដាលហ្នឹងមកបងគិតថាតើអ្វីដែលផែនទីបង្ហាញផ្លូវរបស់យើងគួរយកចិត្តទុកដាក់ឬក៏គួរប្រាប់ទៅដល់អ្នកបង្កើតស្តង់ដាថាតើគួរធ្វើម៉េចដើម្បីឲ្យស្តង់ដារបស់យើងហ្នឹងមានលក្ខណៈបង្កការងាយស្រួលដល់បងប្អូនមានពិការភាពមិញខាងអាគារអាយដាមមានប្រសាសន៍មកហើយថាយើងកំពុងសិក្សារឿង building code តែមានអីផ្សេងទៀតអត់ដែលវគ្គបណ្ដុះបណ្ដាលហ្នឹងគាត់បានចែករំលែកមកខាងបងដែលបងអាចចែករំលែកបន្តដល់យើងដែរអរគុណអ្វីដែលខ្ញុំចង់លើកឡើងហើយនឹងសំណូមពរផ្ដល់ធាតុចូលទៅកាន់អាយដាមហើយនឹងគ្រប់ពាក់ព័ន្ធភាគីពាក់ព័ន្ធទាំងអស់ពេលឧទាហរណ៍ថាខាងអាយដាមក៏ជួយពង្រឹងនៅគោលការណ៍ច្បាប់នឹងដែរជាមួយនឹងស្ថាប័នពាក់ព័ន្ធឧទាហរណ៍ថាខាងនគររូបនីយកម្មនិងសំណង់ជាដើមមុននឹងគាត់ផ្ដល់ចេញសិទ្ធិផ្ដល់នៃការសាងសង់ត្រូវថាគ្រប់ដណ្ដប់ការសាងសង់ហ្នឹងគាត់ត្រូវមានឧទាហរណ៍ដូចជាជំរាលស្ថិតនៅក្នុងកម្រិតស្តង់ដាគេវាមាន minimum មាន maximum ជួនកាលគាត់ប្រើ minimum ហ្នឹងគាត់ប្រើអត់កើតហ្នឹងតែគាត់ប្រើទៅភ័យខ្លាចប្រើខ្លួនឯងអត់កើតនៅតែមិនទទួលយកបានប្រើមិនកើតនៅតែជាឧបសគ្គរបស់គាត់នៅឡើយទេហើយគាត់ប្រើទៅខ្លាចភ័យផងខ្លាចបាសផងបើសិនជាគ្រោះថ្នាក់ដោយសារតែប្រើទាំងពិបាកប្រើនឹងមិនកើតហ្នឹងធ្វើឲ្យកាន់តែមានបញ្ហាថែមទៀតអញ្ចឹងសូមអាយដាមទទួលយកថងហ្នឹងហើយពង្រឹងជាមួយស្ថាប័នដៃគូពាក់ព័ន្ធក្នុងការតាំងពីចេញច្បាប់សាងសង់ហើយនឹងការសាងសង់ថ្មីហើយនឹងអង្គភាពណាឬក៏ស្ថាប័នណាមានគម្រោងឬក៏កម្មវិធីត្រួតពិនិត្យដើម្បីពិនិត្យមើលឡើងវិញតាក់ទងនឹងសំណង់ដែលអាចកែសម្រួលបានអីជាដើមហ្នឹងចាប់ផ្ដើមអនុវត្តពង្រឹងការងារនឹងឡើងវិញមកដើម្បីធ្វើម៉េចឲ្យដោះចេញនៅឧបសគ្គរបស់គាត់ដើម្បីឲ្យគាត់បានចូលរួមពេញលេញក្នុងការជួយខ្លួនឯងសង្គមគ្រួសារនិងសង្គមជាតិផងដែរអរគុណចា៎អាយដាមឯលោកអាយដាមចង់ឆ្លើយតបអរគុណច្រើនអត់អីទេរឿងនេះខ្ញុំទទួលព្រោះអ្នកធ្វើ standard មិនមែនគិតតែរឿងអ្នកទូទៅសាមញ្ញទេគឺគិតទាំងអស់ទាំងជនពិការភាពទាំងអ្នកមិនមានជនមិនពិការភាពនិយាយរួមគឺពាក់ព័ន្ធ safety សុវត្ថិភាពនេះឯងហើយទន្ទឹមនេះដែរក៏ចង់ជំរាបជូនថាយើងបានខាងជាស្ថានសប្តាហ៍ថ្ងៃបានចុះ MOU ជាមួយខាងហុងកុងដែរពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពអាគារតើអាគារសង់ហ្នឹងគួរប្រើសម្ភារៈអីដើម្បីការពារចំហេះរាល់ថ្ងៃលឺតែឆេះនោះឆេះមិនចេះចប់បាទអញ្ចឹងអសួរចំហេះហ្នឹងដូចឆេះដោយសារអីវាអាចមួលពីខ្សែភ្លើងទី1ទី2វាអាចមកពីអញ្ចាំងហ្នឹងវាអត់មានភាពធន់នឹងកម្ដៅបាទដែលយើងដែលគាត់ក្តៅមកអាចឆេះប្រើចឹងធ្វើឲ្យយើងរត់មានរយៈពេលខ្លីក្នុងការដោះស្រាយបញ្ហាហ្នឹងតែបើយើងគិតគូរអំពីបញ្ហាសម្ភារៈការសាងសង់លើអាគារចំហេះរបស់សម្ភារៈហ្នឹងបានត្រឹមល្អចឹងសុខភាពអគ្គិភ័យអាចកើតឡើងហើយយើងកំពុងតែបានចុះកិច្ចព្រមព្រៀងមួយនេះហើយកំពុងចាប់តាមរៀបចំស្តង់ដារទៅលើបញ្ហាសម្ភារៈសំណង់ជាចិត្តគេពាក់ព័ន្ធទ្វារប្រួយទាំងអស់ដែលពាក់ព័ន្ធនឹងអគ្គិភ័យនេះឯងបាទហើយចឹងបញ្ហានៃបងសុខាលើកឡើងនេះគឺក៏ជាក្នុងទស្សនៈកម្រិតរបស់ខាងជាស្តង់ដារកំពុងរៀបចំគិតគូរដែរកំភៃកំអរគុណចា៎បាទការពេលវេលាបន្តិចចាជាសម្លេងមួយទៀតដើម្បីក្រានរំលឹកចាអរគុណអាយដាមខ្ញុំនៅតែមានសំណួរអាយដាមចឹងអាយដាមឆ្លើយច្រើនហើយប៉ុន្តែនៅតែត្រូវសួរអាយដាមដែរថាតើមានបញ្ហាច្រើនយើងលើកឡើងមកហើយអាយដាមក៏បានមិញហ្នឹងឲ្យជាយោបល់បដាទៅឆ្លើយតបទៅនឹងវាគ្មិនផ្សេងទៀតមានដូចជារឿងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេវាផ្ដល់ព័ត៌មានអីជាដើមតែបើសិនជាតាមកំណត់អាយដាមឥឡូវគិតថាឧបមាថាផែនទីយ៉ាងបង្ហាញផ្លូវយើងវាមានចំនួនកំណត់ចឹងណាហើយយើងក៏អាចថាបញ្ហាខ្លះយើងមិនអាចដោះស្រាយបានតែបញ្ហាដែលអាយដាមគិតថាយើងគួរតែដោះស្រាយចាំបាច់បំផុតណាពីទស្សនៈរបស់អាយដាមតើជាអ្វី
សំណួរនេះល្អហើយធ្ងន់ពិបាកនឹងឆ្លើយបន្តិចប៉ុន្តែអីទេខ្ញុំព្យាយាមឆ្លើយគម្រោងរបស់យើងនិយាយបញ្ហា RCEP សំណួរជាច្រើនបានសួរយើងថាកិច្ចព្រមព្រៀងសញ្ញេ10ឆ្នាំផ្លាយមកហើយតើលទ្ធផលនៅណាលទ្ធផលស្ទើរស្មើសូន្យអត់ទាន់បានអនុវត្តអីបានមួយម៉ាត់ទាំងអស់ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារក្រៅប្រទេសអត់មានស្ថិតក្នុងក្រោមកិច្ចព្រមព្រៀងទាំងអស់អត់មានស្ថិតក្នុងកិច្ចព្រមព្រៀងគឺតាមរយៈ MFN តាមរយៈការយកយល់លក្ខណៈគឺការឬក៏របៀបកិច្ចព្រមព្រៀងផ្ទាល់រវាងអ្នកផលិតក្នុងស្រុកហើយនឹង buyer ក្រៅប៉ុន្តែអត់មានស្ថិតក្រោមកិច្ចព្រមព្រៀងទេព្រឹកមិនខ្ញុំធ្វើបទបង្ហាញកិច្ចព្រមព្រៀងមានជាង10ជិត20កិច្ចព្រមព្រៀងអត់ទាន់មានកិច្ចព្រមព្រៀងមួយណាបានអនុវត្តដល់ឡើយទេបាទអញ្ចឹង challenge របស់យើងមានច្រើនអញ្ចឹងសំខាន់បំផុតទី1គឺយើងទៅបរិងហេដ្ឋារចនាសម្ព័ន្ធប្រភេទឲ្យបានបើយើងបរិងមិនបានទេកុំនិយាយថា10កិច្ចព្រមព្រៀង20ទៀតក៏ធ្វើមិនកើតដែរបាទទី1ទៅបរិងនឹងបានទី2ធនធានមនុស្សមានហេដ្ឋារចនាសម្ព័ន្ធភាពល្អហើយប៉ុន្តែវិស័យឯកជននៅទន់ខ្សោយក៏អត់បានដែរព្រោះអ្នកដែលប្រឈមមុខនៅសមរភូមិមុខផ្ទាល់ជាមួយនៅក្នុងសមរភូមិផ្ទាល់គឺអ្នកឯកជនអ្នកនាំចេញនាំចូលនេះឯងបាទបើគាត់វាយមិនឈ្នះគេហើយកុំសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជាចម្រើនសោះបាទទោះបី NQI នៅក្នុងខាងក្នុងនេះមានកម្លាំងប៉ុណ្ណាក៏ដោយបើអ្នកនាំចេញវាយមិនឈ្នះគេហើយកុំសង្ឃឹមអញ្ចឹងถ้าបើអ្នកនាំវិញអ្នកធ្វើម៉េចឲ្យអ្នកនាំចេញវាយឈ្នះបានទី1ពាក់ព័ន្ធនឹង capacity readiness export readiness លោកបណ្ណានិយាយអញ្ចឹងតើសួរថាហេតុផលមានហេតុផលអីអ្វីខ្លះមានលក្ខខណ្ឌអ្វីខ្លះដើម្បីអះអាងថាខ្លួនឯងរីកទីក្នុងការនាំចេញកនិយាយកទៅកអូបរបស់ខ្មែរល្បីបាទសួរមានម៉ាំងឲ្យជឿឆ្លើយប្រាប់ខ្ញុំមកនាំ100,000 តោន 40,000 តោន 1 លានតោនទៅក្រៅបានទេអត់មានអញ្ចឹងវាត្រូវមាន policy រួមមួយរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យអញ្ចឹងត្រូវកំណត់ឲ្យបានច្បាស់លាស់តើអ្វីជាតំណែងអត្ថប្រយោជន៍របស់កម្ពុជាបើស្គាល់តំណែងអត្ថប្រយោជន៍របស់កម្ពុជាបានហើយយើងបើកផ្លូវចរចាទីផ្សារបានស្រួលតែបើយើងមកកំណត់ឲ្យបាននឹងតំណែងជាអត្ថប្រយោជន៍របស់កម្ពុជាទេការបើកទីផ្សារក៏លំបាកដែរឥឡូវសួរអាមេរិកអត្ថប្រយោជន៍ទេបើថាអាមេរិកអត្ថប្រយោជន៍មានបង្រៀនវិស័យអាមេរិកឲ្យមកឲ្យពុះទៅយើងទៅចរចាអូស្ត្រាលីចរចាមួយជប៉ុនក្នុងការ export ផ្អែកទៅលើកិច្ចព្រមព្រៀងបានតែឥឡូវយើងអត់មានទាំងអស់ហ៊ានទៅចរចាបើលោកវណ្ណាមាន2កញ្ជើនឹងខ្ញុំទៅចរចាមិនចេញឥឡូវបើលោកវណ្ណាឆ្លើយថាខ្ញុំមាន1 លានតោនអាមេរិកអាហ្នឹងខ្ញុំទៅចរចាខ្ញុំមាន2កញ្ជើទៅចរចាមិនចេញហ្នឹងទៅរីតនេះហ្នឹង export រីតនេះគឺត្រូវអញ្ចឹងច្បាស់ថាខ្លួនឯងមានប្រមាណលទ្ធភាពពីមកគ្រប់គ្រងបានថេរភាពទេឆ្នាំទៅមួយឆ្នាំអាចមានអាច stable បានអត់នេះជាចំណុចមួយដែលយើងទៅពិចារណាទី1គឺផ្សាយឯកជនទៅពង្រឹងសមត្ថភាពបានបាទអរគុណបងឯកឧត្តមខ្ញុំដឹងថាពេលវេលាយើងខោចហើយប៉ុន្តែខ្ញុំនៅតែចង់បើកឱកាសដល់សិក្ខាអ្នកចូលរួមរបស់យើងដែលនៅខាងក្រោមក្នុងករណីដែលអស់លោកស្រីមានសំណួរអីអាចលើកឡើងប៉ុន្តែមុនពេលដែលអស់លោកស្រីសួរសំណួរសូមជួយប្រាប់ពីឈ្មោះស្ថាប័នរបស់អស់លោកស្រីផងហើយសូមសួរសំណួរយ៉ាងខ្លីៗយើងអាចទទួលបាន1ឬ2សំណួរអីសំណួរក្តៅកគុកអីមានទេសំណួរតិចមិនបាច់ទេពួកអីម៉ាស៊ីនតិចហើយមានអីដែលវាគ្មិនយើងគាត់មានប្រសាសន៍កន្លងមកនេះអត់ទាន់មានភាពច្បាស់លាស់អីជាពិសេសអាយដាមមានប្រសាសន៍ច្រើនបច្ចេកទេសច្រើនគេលោកអត់សូវទាន់ច្បាស់កន្លែងណាអីបើអត់មានវាគ្មិនសុំមានចឹងកុំតាន់ថែមមិញហ្នឹងឃើញ3នាក់បាទសូមអរគុណអាយដាមហើយនឹងវេគ្មិនខ្ញុំមកសុវត្ថិខ្ញុំជាមេធាវីហើយក៏ជាទីប្រឹក្សាតទៅជាមួយនឹងច្បាប់និងគោលនយោបាយខ្ញុំមាន2សំណួរទៅអាយដាមច័ន្ទសុផាដោយសារតែទានបទ
នៅ ក្នុង session នេះគឺ interesting តើតើជាមួយនឹងទស្សនវិស័យហើយនឹងទិសដៅតាមពិតសំណួរទី1តើតើជាមួយស្ថាប័នកិច្ចខ្ញុំ understand ថាអាយដាមបានថាប្រជា recommendation ថាត្រូវតែពង្រឹងតែខ្ញុំមិនដឹងថាតើក្នុងគោលគំនិតរបស់អាយដាមថានៅអនាគតការពង្រឹងនឹងត្រូវដើរតាមរបៀបណាដោយសារតែរឿង Starcap នេះគឺស្ថាប័នច្រើនដែលមានភាពពាក់ព័ន្ធគ្នាអញ្ចឹងសំណួរទី1ដែលខ្ញុំចង់សួរទៅអាយដាមហ្នឹងថាតើស្ថាប័នកិច្ចទៅអនាគតនឹងត្រូវពង្រឹងដោយរបៀបណារក្សា status quo បង្កើតយន្តការសម្បត្តិសម្រួលមួយដែលខ្លាំងឬក៏គួរតែមានស្ថាប័នកិច្ចណាមួយផ្សេងដល់ឡែកផ្សេងទៀតដែលអាយដាមគិតថាវា better ល្អសារជាងស្ថានភាពបច្ចុប្បន្ននោះសំណួរទី1សំណួរទី2ខ្ញុំឃើញថានៅក្នុងវេគ្មិន session ទី1ឬក៏ទី2គាត់បានលើកឡើងថា1ឬក៏2គាត់ថាទាមទារឲ្យមានregulations ដែលខ្ញុំគិតថាវាអាចជាច្បាប់ឬក៏បទបញ្ញត្តិផ្សេងៗអញ្ចឹងតែអាយដាមគិតថាដើម្បីពង្រឹង Starcap នៅទៅអនាគតតែអាយដាមគិតថាស្ថានភាពច្បាប់ឬក៏បទបញ្ញត្តិយើងពេលបច្ចុប្បន្ននេះវានៅមានខ្វះអីចន្លោះអីបន្ថែមឬក៏ត្រូវការអីបន្ថែមទៀតទៅពេលអនាគតអាហ្នឹងក៏ខ្ញុំចង់សួរអាយដាមបាទសូមអរគុណបាទយើងទទួលសំណួរអស់សិនណាត2ទៀតទេគេលោមានអីដូចគ្នាឡើយរួមបាទជម្រាបសួរអាយដាមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះចិត្តមកពីសហគ្រិនខ្មែរដែលយើងធ្វើការជួយគ្រប់គ្រងទៅដល់សហគមន៍តូចនិងមធ្យមសំណួររបស់ខ្ញុំសូមស្រេកទៅអាយដាមច័ន្ទសុផាពាក់ព័ន្ធជាមួយនឹងជា future action ដែលវិទ្យាស្ថានស្តង់ដារដែលគ្រោងមានបន្ថែមដើម្បីជួយគ្រប់គ្រងទៅដល់ SME ថាតើដើម្បីឲ្យពួកគាត់មានភាពងាយស្រួលជាងមុនថាតើពីវិទ្យាស្ថានស្តង់ដារទៅមានជាសកម្មភាពបន្ថែមថ្មីពាក់ព័ន្ធជាមួយនឹងការជួយដល់ពួកគាត់ដែរឬអត់សូមអរគុណចុងក្រោយជម្រាបសួរខ្ញុំឈ្មោះនិនចរិយាជាប្រធានក្រុមហ៊ុនរហ័ត Agrotech ដែលនាំចូលនិងចែកចាយជីថ្នាំកសិកម្មយើងបង្រៀនកសិករឲ្យចេះប្រើជីនិងថ្នាំកសិកម្មត្រឹមត្រូវតាមស្តង់ដារហើយខ្ញុំក៏ជាអនុប្រធានក្រុមប្រឹក្សាពិបាលនៃសហព័ន្ធដំឡូងមីកម្ពុជាដែលទទួលបន្ទុកក្នុងការបណ្ដុះបណ្ដាលកសិករឲ្យដាំដុះដំណាំត្រឹមត្រូវហើយនឹងបង្កើននូវប្រសិទ្ធភាពកសិកម្មរបស់ពួកគាត់ស្ដាប់វាគ្មិនយើងបានចែករំលែកបទពិសោធន៍ហើយនឹងឆ្លើយសំណួរផ្សេងៗខ្ញុំគិតថាថ្ងៃនេះខ្ញុំមានការយល់ដឹងច្រើនអំពីពាក្យស្តង់ដារប៉ុន្តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺតាក់ទងទៅនឹងមនុស្សខ្ញុំគិតថាស្ដាប់តាមអ្វីដែលវាគ្មិនយើងលើកឡើងចែករំលែកអ្នកបន្តិចមកខ្ញុំចាប់អារម្មណ៍ថាយើងមិនមែនកំពុងតែមានបញ្ហាជាមួយនឹងស្តង់ដារទំនិញទេមនុស្សយើងក៏ដូចជាខ្វះស្តង់ដារដែរហើយខ្ញុំចាប់ដើមធ្វើការឆ្លុះបញ្ចាំងទៅលើការងាររបស់ខ្ញុំកន្លងមកតាំងពី OC ដំបូងរហូតដល់បច្ចុប្បន្នក៏ឃើញថាទាំងបុគ្គលិកខ្ញុំបុគ្គលិកគេទាំងខ្លួនឯងហ្នឹងក៏យើងស្ទើរស្តង់ដារដែរហើយខ្ញុំគិតថាវាជាដើមហេតុសំខាន់មួយដែលធ្វើឲ្យកម្ពុជាយើងមិនអាចធ្វើការប្រជែងជាមួយនឹងប្រទេសជិតខាងជាពិសេសប្រទេសក្នុងអាស៊ានហើយมันអាចធ្វើឲ្យយើងចាប់ឱកាសដែលអន្តរជាតិបានផ្ដល់ឲ្យយើងពេលខ្លះខ្ញុំចង់មានអារម្មណ៍ថាគេហៅយើងចូលប្រហែលជាគ្រាន់តែចង់យកយើងចលេះតថ្លៃជាមួយនឹងថៃវៀតណាមទេមកទៅឧទាហរណ៍ដូចចិនអញ្ចឹងយកយើងឲ្យជំរុញឲ្យយើងនាំចេញទៅចិនហើយនាំចេញទៅនេះទៅនោះប្រហែលជាគ្រាន់តែចង់យកឱកាសតថ្លៃមួយថៃវៀតណាមទៀតដើម្បីប្រមចុះថោកទៅហើយដើម្បីឲ្យមានគូប្រជែងអញ្ចឹងវាតម្លៃនឹងថយចុះប៉ុន្តែនៅថ្ងៃនេះខ្ញុំមានអារម្មណ៍ថាយើងពិតជាខ្វះខាតច្រើនជាពិសេសលើធនធានមនុស្ស
បាទសំណួរខ្ញុំចង់សួរថាតើរាជរដ្ឋាភិបាលឬក៏ក្រសួងឧស្សាហកម្មបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងនវានុវត្តន៍ក៏ដូចជាគម្រោងជាមួយនឹងម្ចាស់ជំនួយគិតថាគួរតែមានយន្តការអ្វីខ្លះដើម្បីធ្វើការពង្រឹងសមត្ថភាពធនធានមនុស្សនៅក្នុងធ្វើយ៉ាងណាឲ្យប្រកបជាធនធានមនុស្សមួយដែលមានគុណភាពអាចប្រកួតប្រជែងជាមួយនឹងគេហៅថាប្រទេសផ្សេងៗថ្នាក់តំបន់និងថ្នាក់អន្តរជាតិបាទហើយក្នុងគណៈមួយដែលយើងខ្វះខាតឧទាហរណ៍ដូចជាអ្នកគ្រូគ្មានប្រសាសន៍មិនអញ្ចឹងស្ថាប័នអប់រំមិនមែនថាមិនចង់ទេប៉ុន្តែចំណាយច្រើនតែយើងមានយន្តការអីអាចជួយដោះស្រាយបញ្ហាទាំងដែរអត់អញ្ចឹងណាបាទជសូមអរគុណចាអញ្ចឹងឃើញថាសំណួរទាំងអស់ហ្នឹងគឺសំដៅមកកាន់ឯកឧត្តមទាំងអស់ហើយប្រហែលជាសំណួរចុងក្រោយខាងស្ថាប័នអប់រំអាចជួយថែមបន្តិចពីយើងធម្មតាយើងមាន constraint ទាំងអស់គ្នាប៉ុន្តែនៅក្នុងសមត្ថភាពបច្ចុប្បន្នហ្នឹងយើងគិតបងគិតថាតើអាចដោះស្រាយអីបានខ្លះទាក់ទងនឹងការមនុស្សខ្វះស្តង់ដារចាអញ្ចឹងខ្ញុំសូមសង្ខេបសំណួរជូនអាយដាមម្ដងទៀតសំណួរទី1ពីរឿងស្ថាប័នកិច្ចតើគួរពង្រឹងតាមរបៀបណាសំណួរទី2ថាយើងខ្វះ regulation បើយើងខ្វះមែនតើខ្វះ regulation អីគេខ្លះនិងសំណួរទី3តើមាន future action អីខ្លះដើម្បីជួយទ្រទ្រង់ SME លើការងារស្តង់ដារនឹងសំណួរចុងក្រោយគឺរឿងជួយពង្រឹងធនធានមនុស្សចាសូមជួយអាយដាមបាទអរគុណច្រើនសំណួរទី1ពាក់ព័ន្ធនឹងបញ្ហាបរិង្សស្ថាប័នកិច្ចបាទនិយាយរំលឹកប្រវត្តិបន្តិចទៅកម្ពុជាយើងតបប្រើពេលអស់ជិត30ឆ្នាំហើយឆ្លោះគ្នាទៅរហូតទៅដើមគ្នារហូតបាទការងារអឌីរបស់អញការងាររបស់ឯងអញយក2ឯងយក1អញយកវិធានដល់ទំនោះចឹងបើនិយាយការងារទាំងអស់ហ្នឹងបើបកមកលើការងារនិយាយពីបញ្ហាការងារ infrastructure គឺអត់មានជាន់គ្នាទេហើយក៏អត់មានភ័យក៏មិនត្រូវភ័យព្រួយថានេះរបស់គេនេះរបស់អញទេគ្រប់ក្រសួងស្ថាប័នអស់មានសិទ្ធិបង្កើតនៅអង្គភាពអធិការកិច្ចដូចគ្នាមានសិទ្ធិបង្កើតនៅអង្គភាពចេញ certificate ដូចគ្នាមានសិទ្ធិបង្កើតនៅអង្គភាពធ្វើតេស្តដូចគ្នាបានទៅតាមអត្តភាពទៅតាមវិសាលភាពការងាររបស់ស្ថាប័ននីមួយៗប៉ុន្តែកិច្ចការទាំងអស់នោះប៉ុន្តែស្ថាប័នទាំងអស់នោះមិនអាចប្រើស្តង់ដាររៀងរបស់ខ្លួនឯងរៀងខ្លួនបានទេគឺប្រើប្រាស់ស្តង់ដារជាតិតែមួយទេគ្រប់ស្ថាប័នទាំងអស់ប្រើស្តង់ដារជាតិតែមួយដូចគ្នាប៉ុន្តែមានសិទ្ធិរកស៊ីខុសៗគ្នាបាទមានសិទ្ធិរកស៊ីខុសៗគ្នាកន្លងមកឆ្លោះគ្នាអញ្ចឹងពេលហៅមកប្រជុំស្តង់ដារគាត់ថាមកធ្វើស្តង់ដារទៅអីធ្វើបំរើឲ្យឧស្សាហកម្មតែមួយហ្នឹងតែធ្វើទៅដើមភារកិច្ចរបស់ក្រសួងខ្ញុំស្ថាប័នខ្ញុំអស់ហើយអត់ធ្វើទេណានេះជាបញ្ហាប្រឈមទៅបើយើងបើកជ្រៅទៅលេមិនមែនអញ្ចឹងទេតំណែងមានរាប់ម៉ឺនរាប់សែនមុខក្រសួងឧស្សាហកម្មអត់អាចចេញ certificate អស់តែម្នាក់ឯងបានទេចឹងក្រសួងស្ថាប័នទាំងអស់មានសិទ្ធិបង្កើតអង្គភាពចេញ certificate បានបើយើងយល់ពីបញ្ហាហ្នឹងប្រហែលជាអត់ឆ្លោះគ្នាទេហើយអាការបរិញ្ញស្ថាប័នស្ថាកិច្ចហ្នឹងក៏អត់មានបញ្ហាដែរគឺបង្រឹងទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ក្នុងស្តង់ដារឲ្យស្រេចស្តង់ដារនិយាយថាម៉េចយកអាស្តង់ដារទៅអនុវត្តទៅគឺបង្រឹងបានអត់មានបញ្ហាអត់មានអីគួរឲ្យព្រួយបារម្ភទេហើយក៏អត់មានពាក់ព័ន្ធ conflict ទៅនឹងច្បាប់បរដ្ឋដែរអត់ទេប៉ុន្តែវាពាក់ព័ន្ធទៅនឹងការរកស៊ីពាក់ព័ន្ធការមកក្នុងពីងឧបមាថាយើងមានទីផ្សារ10មានអង្គភាពចេញ certificate 20មានអង្គភាពអធិការកិច្ច30តែពេលរកស៊ីជាមួយគេយើងមិនមែនយកទាំង40យកទាំង100ទាំង50ទៅរកស៊ីទេយើងរកស៊ីអាមេរិកយើងរើសទីផ្សារ2 3ណាដែលពាក់ព័ន្ធអាមេរិកទៅរកស៊ីទេឃើញទេអញ្ចឹងក្រសួងឧស្សាហកម្មម្នាក់ឯងមកអាចចេញ certificate គ្រប់តំណែងទាំងអស់បានទេពាក់ព័ន្ធផលកសិកម្មក្រសួងកសិកម្មអាចចេញបានតាបាទអញ្ចឹងបើយើងយល់កិច្ចការហ្នឹងការពង្រឹងថាស្ថាប័នកិច្ចគឺអត់មានបញ្ហាទាំងអស់សប្តាហ៍ថ្ងៃបញ្ហាហ្នឹងជាបញ្ហាចំនួនមួយដ៏ធំតែប្រើពេលអស់រយៈពេល30ឆ្នាំផ្លាយតាមប្រជុំការងារស្តង់ដារមកឃើញឆ្លោះគ្នាតែរឿងហ្នឹងដែលតែចែកគ្នាអត់ត្រូវ
មកពីយើងអត់យល់គ្នាត្រង់ហ្នឹងឯងបាទបើយើងយល់គ្នាកន្លែងហ្នឹងគឺអត់មានបញ្ហាប្រឹងបានណាស់ងាយស្រួលបំផុតហើយពាក់ព័ន្ធបញ្ហាច្បាប់ទម្លាប់កាលណាយើងនិយាយពីសុវត្ថិភាពម្ហូបអាហារគឺយើងផ្ដោតទៅលើបញ្ហាសុខភាពរបស់អ្នកបរិភោគកាលណាយើងនិយាយអំពីបញ្ហាសុខភាពបរិភោគតំណែងម្ហូបអាហារទាំងអស់នោះគឺជាប់បញ្ញត្តិទាំងអស់អញ្ចឹងតំណែងជាប់បញ្ញត្តិមិនមែនក្រសួងឧស្សាហកម្មអ្នកឯងដែលធ្វើឯណាផលកសិកម្មគឺកសិកម្មដែលធ្វើទៅបាទផលពាក់ព័ន្ធក្រសួងស្ថាប័នទេអ្នកធ្វើទៅអញ្ចឹងប៉ុន្តែគោលការណ៍នៃការចេញបទបញ្ញត្តិបច្ចេកទេសនេះវាផ្អែកទៅតាមគោលការណ៍អន្តរជាតិដែរមិនចេះតែចេញទេបាទអញ្ចឹងមធ្យោបាយហ្នឹងមកវិជាស្ថានណាស្តង់ដារមកនឹងបញ្យល់ប្រាប់ឲ្យធ្វើយ៉ាងម៉េចស្រួលបាទអត់បញ្ហាទេអញ្ចឹងច្បាប់ទម្លាប់ពាក់ព័ន្ធនឹងបញ្ហាការរកស៊ីនេះមានច្រើនតទៅទៀតពាក់ព័ន្ធតំណែងយើងសួរថាតំណែងនៅកម្ពុជាមានប៉ុន្មានម៉ឺនមុខបាទរាប់ម៉ឺនមុខតែត្រូវរកស៊ីសួរតំណែងណាមួយដាក់ជាប់បញ្ញត្តិនៅទាំងអស់ដោយសារយើងអត់យល់ពីទស្សនៈនេះឯងកាលណាយើងនិយាយពីសុវត្ថិភាពអាហ្នឹងគឺអូតូម៉ាទិកទៅតែជាបទបញ្ញត្តិបច្ចេកទេសហើយបើយើងយល់ថាអាហ្នឹងមិនមែនជាមិនផ្ដោតលើបញ្ហាសុវត្ថិភាពទេអាហ្នឹង don't care បាទនេះយើងនិយាយសាមញ្ញបាទអញ្ចឹងពាក់ព័ន្ធនឹងបញ្ហាសមត្ថភាពអង្គស្ថាប័នហ្នឹងគឺមិនបញ្ហាទេអញ្ចឹងថ្ងៃនេះយើងរៀបចំផែនទីវិថី road map ហ្នឹងគឺចង់រំលេចចេញថាឲ្យបង្ហាញឲ្យឃើញថាស្ថាប័នពាក់ព័ន្ធតាមក្រសួងស្ថាប័នរបស់ទៅមានគោលការណ៍របស់ខ្លួនឯងច្បាស់លាស់រៀបចំគោលនយោបាយរបស់ខ្លួនឯងច្បាស់លាស់តើពង្រឹងអង្គភាពតើខ្លួនឯងត្រូវមានអង្គភាពចេញ certificate ទេតើត្រូវមាន inspection ទេតើត្រូវមាន testing center ដែរទេបើមានតើគួរធ្វើបែបណាបាទហើយសួរថាជាស្ថានសង្តានហាមឃាត់ទេអត់ទេមាន100ក៏ស្វាគមន៍មាន200ក៏ស្វាគមន៍ដែរព្រោះរស់ស៊ីមានតំណែងច្រើនរាប់ម៉ឺនមុខតែរស់ស៊ីជាមួយគេមិនរស់ស៊ីតែមួយមុខមិនរស់ស៊ីតែម្រេចមួយទេអរគុណបាទណាបាទមិនរស់ស៊ីតែម្រេចមួយរាប់ម៉ឺនមុខបើរាប់ម៉ឺនមុខត្រូវការរាប់រយមានទីវិសោធន៍ត្រូវការរាប់រយអង្គភាពចេញ certificate បាទអញ្ចឹងការងារនឹងអត់ជាន់ទេហើយក៏មិនភ័យព្រួយថាអានេះផកគេនៅផកអញដែរកុំភ្លេចថាទីវិសោធន៍ដែលបានធ្វើបាន accredit គឺមានវិសាលភាពរបស់វាមិនមែនទីវិសោធន៍មួយធ្វើតេស្តបាន10000មុខម្នាក់ឯងទេអត់ទេហើយក៏ទីវិសោធន៍មួយមិនអាចទទួលស្គាល់ថាអាចធ្វើតេស្តបាន1000ផលបានអត់បានដែរបាទធំពេករស់ស៊ីមួយគេបានគេអាចទទួលស្គាល់គេបើយើងតេស្តបាន10000មុខមានថាទីវិសោធន៍មានស្វាកយ៉ាងតិចណាស់500នាក់ដែរតាមទីវិសោធន៍រត់បានទេ500នាក់អញ្ចឹងនឹងវិស័យការស្កប់ការងាររបស់ទីវិសោធន៍មួយទៅចេញថ្ងៃក្រោយទៀតបាទពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងដល់ SME បាទ SME គឺជាតែយល់ថាអ្វីជា SME ហើយអ្វីជាសហកម្ម SME គឺជាមូលដ្ឋានគ្រឹះមួយដែលផ្គត់ផ្គង់វត្ថុធាតុដើមទៅឲ្យឧស្សាហកម្មដែលធ្វើការនាំចេញបើឧស្សាហកម្មនឹងវាត្រូវការអនុលោមតាមស្តង់ដារដូចជា50ចឹង SME អូតូម៉ាទិកទៅ50ដែរហើយកុំបើ SME គ្មាន50ទេកុំសង្ឃឹមថាឧស្សាហកម្មបើទិញវត្ថុធាតុដើមមកធ្វើវត្ថុធាតុដើមមកតឲ្យសោះក៏អត់បានទេអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំខាងជាស្ថានសង្តានក៏ចាប់បានអនុវត្តកន្លងមកច្រើនមកហើយគឺថាបើយើងយក50ទាំងមូលខ្លឹមសារទាំងមូលមកដាក់អនុវត្តជាលក្ខណៈបទបញ្ញត្តិបច្ចេកទេសសម្រាប់ SME គឺស្លាប់ទាំងអស់គ្មាន SME ណាមួយបាន50ទេនិយាយការពិតទៅអញ្ចឹងជាស្ថានបានព្យាយាមបំបែកលក្ខខណ្ឌរបស់50ធំហ្នឹងទៅជាលក្ខខណ្ឌតូចសម្រាប់ SME ខ្នាតតូចដើម្បីគាត់ឲ្យរស់នេះជាយន្តការមួយដែលយើងធ្វើការពង្រឹង SME ដើម្បីគាត់បោះជំហានខ្លាចទៅជាធនធានមួយសម្រាប់គ្រប់គ្រងវត្ថុធាតុដើមដោយឧស្សាហកម្មហើយពាក់ព័ន្ធបញ្ហាសុវត្ថិភាពម្ហូបអាហារនេះគឺយើងបានបែកចែងជា2កម្រិត3កម្រិតដែលសម្រាប់អនុវត្តនៅក្នុងស្រុកខ្មែរហើយក៏ជួយដល់ SME ឲ្យគាត់អនុវត្តសប្តាហ៍ថ្ងៃបច្ចុប្បន្នមកដល់សប្តាហ៍ថ្ងៃនេះឯងហើយ SME ណាដែលគាត់មានលទ្ធភាពអនុវត្តពេញលេញនឹងក៏យើងជំរុញគាត់ឲ្យអនុវត្ត50ពេញលេញដើម្បីខ្លាយទៅជា
អង្គភាពមួយសម្រាប់គ្រប់គ្រងវត្ថុជាដើមទៅឲ្យរោងចក្រធំតែ SME ឆ្នាក់តូចគឺយើងឲ្យគាត់អនុវត្តតម្រិត level 1 level 2 level 3តាមលំដាប់ដោយទៅតាមលទ្ធភាពដែលយើងគិតថាគាត់សមត្ថភាពរបស់គាត់អាចទទួលយកបានបាទហើយនេះគឺជាយន្តការរបស់វិទ្យាស្ថានស្តង់ដារកំពុងអនុវត្តដល់ថ្ងៃហើយយើងនឹងបន្តរយៈពេលមួយរយៈពេលយើងបានប្រើប្រាស់ពេលយន្តការនេះអស់រយៈពេលជិត10ឆ្នាំហើយខ្ញុំគិតថាល្មមដល់ពេលយើងចាប់ដើមមូលកហើយព្រោះក្នុងក្របខ័ណ្ឌយើងនៅក្នុងអាស៊ានយើងបានចុះកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអាស៊ានពាក់ព័ន្ធនឹងវិស័យម្ហូបអាហារហើយនឹងចាប់ដើមអនុវត្តនៅក្នុងចុងឆ្នាំ2025នេះឯងអញ្ចឹងប្រព័ន្ធសុវត្ថិភាពអាចនឹងចាប់ដើមរឹតហ្នឹងហើយមិនអាចបដ ாய் ដូច10ឆ្នាំកន្លងមកទេយើងបានចំណាយពេល10ឆ្នាំមួយហើយដើម្បីពង្រឹងវិស័យ SME នេះឯងបាទហើយសំណួរមួយទៀតចុងក្រោយសំណួរមួយទៀតសុំខ្លីអាដាមគឺ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ស្តង់ដារធនធានមនុស្សរបស់យើងមនុស្សអត់ស្តង់ដារមនុស្សអត់ស្តង់ដារបាទមិនអត់ទេមនុស្សអត់ស្តង់ដារបងមានភាសាទៅអត់ខុសទទួលស្គាល់មនុស្សក៏អត់មានស្តង់ដារជីរបស់បងមានស្តង់ដារតែអ្នកប្រាស់ជីអត់មានស្តង់ដារទេមែនអត់បាទបើអ្នកប្រើប្រាស់ជីអត់មានស្តង់ដារបានថាមនុស្សនោះអត់មានស្តង់ដារតែធ្វើម៉េចដើម្បីឲ្យមនុស្សនោះមានស្តង់ដារអាចប្រើប្រាស់ជីបងបានសូមបងមិញមិនមានភាសាថាជីដែលប្រើប្រាស់មិញមានបងជាអ្នកបដិបដាលខ្ញុំសួរថាស្តង់ដារដែលបងប្រើប្រាស់រាល់ថ្ងៃហ្នឹងត្រូវបានទទួលស្គាល់ដោយស្ថាប័នណាដែរអត់ឬមួយទទួលស្គាល់តំបងទេអញ្ចឹងស្តង់ដារដែលបងខ្ញុំដាក់អនុវត្តទៅតាមវិស័យឯកជនមួយចំនួនតូចហ្នឹងត្រូវបានទទួលស្គាល់ដោយបណ្ដាសកម្មផ្សេងទៀតដែរអត់ខ្ញុំជឿថាមិនទាន់បានទេអញ្ចឹងដើម្បីឲ្យមនុស្សមានស្តង់ដាររបស់បងកំពុងប្រើប្រាស់ហងៃយកមកប្រើមកធ្វើឲ្យខ្លាយជាស្តង់ដារជាតិទៅហើយយកអាស្តង់ដារជាតិនោះដាក់អនុវត្តទៅមនុស្សនេះមានស្តង់ដារហើយបាទនេះអរគុណអាដាមសុំខាងអប់រំសុំខ្លីបើសិនបងមានអីចង់ថែមតើតើចាកន្លែងនេះជាសំណួរដែលល្អដែរថាធ្វើម៉េចឲ្យមនុស្សរបស់យើងមាន standard អញ្ចឹងថាដូចគ្នាមនុស្សទាំងអស់គ្នាគឺអត់មានគេមាន standard ទេអញ្ចឹងបានគេបង្កើតច្បាប់ដើម្បីគ្រប់គ្រងមនុស្សឲ្យមាន standard ចាប៉ុន្តែយើងអាចមើលបានដែលថាទោះបីជាយើងមកពី background អីក៏ដោយគេហៅថា rule and responsibility ហ្នឹងវាគួរតែ build មកហើយវាគួរតែបៀតាំងពីតូចមកម៉េះខ្ញុំគិតអញ្ចឹងណាមនុស្សឲ្យត្រូវមានគេហៅថាសុជីវធម៌គុណធម៌អញ្ចឹងអាការភាពស្មោះត្រង់ភាពអីហ្នឹងកាលណាមានអាហ្នឹងនៅក្នុងហ្នឹងមនុស្សហ្នឹងទៅធ្វើការអីកន្លែងណាក៏អនុលោមមកច្បាប់ហ្នឹងដែរដោយអាដាមមានប្រសាសន៍អញ្ចឹងថាបើសិនជាយើងផ្ដល់ standard ទៅឲ្យគាត់ហើយគាត់អត់ប្រព្រឹត្តគាត់អត់ធ្វើទៅតាមក៏អត់សម្រេចដែរទៅតើគាត់ពេលដែលគេដាក់ទៅគាត់ដឹងថាអូអានេះគឺជាអ្វីដែលគាត់ត្រូវធ្វើដូចជាគាត់ធ្វើការងារតាក់ទងជាមួយនឹងម្ហូបអាហារអីជាដើមហ្នឹងគាត់ស្លុកអីចឹងគាត់ត្រូវប្រើសំដៃគាត់ត្រូវប្រើ apron គាត់ត្រូវពាក់មួកអានេះវាគឺជាសុវត្ថិភាពសម្រាប់គាត់ដែលជាអ្នកផ្ដល់ទៅឲ្យអ្នកបរិភោគណាជា stand up របស់គាត់ត្រូវធ្វើអញ្ចឹងថាបើសិនជាគាត់ធ្វើរបស់ក្រេចឲ្យទៅគេគឺអត់កើតទេអញ្ចឹងចាអរគុណបងអញ្ចឹងចាខ្លីបងខ្លីបាទផ្សោតខ្ញុំតាក់ទងនឹង Human Resource ហើយនឹងសំណួរ back ទៅចិត្តមកពីខ្មែរ Enterprise ខ្ញុំជាគណៈកម្មការវិតម្លៃជាមួយនឹងខ្មែរ Enterprise ដែរអញ្ចឹងខ្ញុំជួបមួយ SME ច្រើនហើយទៅបងចាក់យ៉ាមុនពាក់ព័ន្ធនឹងធនធានមនុស្សនៅពេលដែលខ្ញុំអនុវត្តគម្រោងឆ្នាំ2021ជាមួយនឹង USAID support exporter 25ទៅ Middle East នៅពេលដែលដោយក្នុង Harvest 2ហើយឆ្នាំ2023 24យើង support 15ទៀត10 ready export non ready 10 ready exporter និង 4 non ready export company អញ្ចឹងរឿងដែលយើងត្រូវធ្វើមុនគេគឺ shape vision ទៅមានដំបូងវាពិបាករើ ready export company ដើម្បីចង់នាំចេញពិតប្រាកដអញ្ចឹងយើងទៅ shape your human vision អ្នកចង់នាំចេញមែនអត់អញ្ចឹងនៅពេលដែលចាប់ផ្ដើមអនុវត្តពិតប្រាកដ4ស1 4សតែមួយឯងហើយសារនៅពេលអនុវត្តពិតប្រាកដទៅចាយ human resource ដែលគាត់ទៅទាំងលុយទាំងទុនធានដែលគាត់មានទៅចាយទាំងអស់ធ្វើម៉េច shape vision របស់គាត់អញ្ចឹងឥឡូវគាត់ខ្លាចជា export ready ពិតប្រាកដក្នុងការនាំចេញទៅអឺរ៉ុបហើយត្រឡប់ទៅចិត្តfuture action ដែលខ្ញុំគិតថា control ទៅ
អ្វីដែលឯកអាដាមមានគឺ at least មកថា SME របស់យើងមាន 5S មានថា small ឬ medium ត្រូវតែ implement 5S ព្រោះវាជាធាតុសំខាន់មែនតើនៅក្នុងការដែលមុនពេលដំបូងដែលថាខ្ញុំ work ទៅលើ export យើងដឹងតែរឿង GMP ASAP ISO BRC ប៉ុន្តែស្រាប់តែយើង involve ជាមួយនឹង 5S is very important សម្រាប់សហគ្រាសខ្នាតតូចមធ្យម micro នៅក្នុងការពង្រីកអាជីវកម្មរបស់គាត់ធ្វើឲ្យ flow business របស់គាត់វាគេហៅ productivity ចាអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានសួរសំណួរ3 4សុំសួរតែសំណួរអត់ចម្លើយបានទេយើងចង់លឺសំណួរចាអញ្ចឹងឥឡូវសុំសំណួរមាន3ហ្មងខ្ញុំឃើញលើកដៃមាន3អូចាអញ្ចឹងចាំផ្លែតសុំខាងគាត់ផ្លែតចង់លឺតែសំណួរឯងអត់ចង់ឆ្លើយទេ Hello. Yeah, good afternoon. Yeah, I will have a question for Her Excellency Chan Sopa. The Institute of Standard of Cambodia is the national authority responsible for developing and maintaining standards. As we know, standards are the rules and certification are the proof that those rules are being followed. Standards are essential for a country's growth as they ensure the quality and safety of imports, enable compliance with international requirements for exports, enable and enhance competitiveness to drive sustainable economic development. However, we observe a lack of robust standard implementation in Cambodia. In your view, what are the main obstacles currently limiting the development and enforcement of national standards? Could it be due to limited institutional capacity, fragmented coordination between IAC and relevant ministries, or other structural challenge? Thank you. បងខាង metrology សំណួរឬក៏ comment បង Hello បាទសូមអរគុណខ្ញុំមិនមានសំណួរទេប៉ុន្តែខ្ញុំចង់ខ្ញុំឈ្មោះគង់បញ្ញរិទ្ធជាអគ្គនាយករងនៃមជ្ឈមណ្ឌលមេសាជាតិដោយសារតែក្នុងកម្មវិធីនេះគឺតាក់ទងនឹង Startup ហើយក្រៅពី standard ទៅគឺមេរសាស្ត្រក៏ដូចជាអង្គភាពវិតម្លៃទូស្គាល់នេះហើយគឺជាអ្នកដែលចូលរួមនៅក្នុង National Quality Infrastructure អញ្ចឹងខ្ញុំមិនមានសំណួរប៉ុន្តែខ្ញុំមានជាការផ្ដល់ធាតុចូលបន្ថែមពីរួយក្នុងនេះគឺតាក់ទង panel discussion ទី3នេះគឺត្រូវការអំពី input ដូចតាមដែលខ្ញុំស្ដាប់ពីសំណួរនិងកង្វល់របស់វិស័យឯកជនក៏ដូចជាបណ្ដាក្រុមហ៊ុនមួយចំនួនដែលចូលរួមនៅទីនេះក៏ដូចជាចម្លើយរបស់អាយដាមច័ន្ទសុផាតាក់ទងជាមួយនឹងការដោះស្រាយពីបញ្ហានេះសម្រាប់មជ្ឈមណ្ឌលមេសាស្ត្រជាតិខ្ញុំគិតថាក្រសួងឧស្សាហកម្មគឺយើងមានមុំទាំងអស់ដើម្បីគ្រប់គ្រងដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិស្ថិតនៅក្រោមក្រសួងឧស្សាហកម្មទាំងអស់អញ្ចឹងយើងមានស្តង់ដារយើងមានមជ្ឈមណ្ឌលមេសាស្ត្រជាតិយើងមានអគ្គនាយកដ្ឋានវិតម្លៃទូស្គាល់យើងមានមន្ទីរពិសោធន៍ធ្វើតេស្តទៅទៀតអញ្ចឹងអង្គភាពទាំងអស់នេះហើយជាមួយនឹង certification body ក៏នៅជាមួយនឹងខាងជា standard ដែរអញ្ចឹងយើងមានគ្រប់ទាំងអស់ដែលស្ថិតនៅក្នុងចំណុះក្រោមអាវ៉ាត់របស់ក្រសួងឧស្សាហកម្មក្រៅពីនេះតាក់ទងជាមួយនឹងចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺក្រៅពីធ្វើ road map នេះក្នុង road map គួរតែចង់បង្ហាញអំពីកម្រិតកម្ពស់មួយហៅថា board
of national quality infrastructure ដើម្បីធ្វើការសម្របសម្រួលពីព្រោះនៅក្នុង board នេះប្រកាសថាគឺអាដាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោកជាប្រធានហើយក៏នឹងមានក្រសួងស្ថាប័នពាក់ព័ន្ធពីព្រោះវាតាក់ទងនឹងក្រសួងស្ថាប័នទាំងអស់ដែលចូលរួមក្នុងការដូចជាផ្គត់ផ្គង់នៅវត្ថុធាតុដើមពីក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មមានរកទីផ្សារហើយមានវត្ថុធាតុដើមហើយត្រូវកែច្នៃដោយឧស្សាហកម្មនេះដើម្បីយើងរុញការនាំចេញហើយមុននឹងយើងនាំចេញបានតើយើង adopt ឬក៏ពង្រឹងលើការងារ structure នេះដើម្បីឲ្យយើង comply ជាមួយនឹងអន្តរជាតិនិងឬក៏ប្រទេសដែលយើងធ្វើការនាំចូលអញ្ចឹងយើងត្រូវមានស្ថាប័នមួយឬមួយក៏គណៈកម្មការធំមួយរបស់ថ្នាក់ជាតិនេះសូមខ្ញុំជឿថា road map នេះនឹងចង្អុលបង្ហាញត្រង់ចំណុចនោះដែរហើយយើងក៏គួរតែមាននៅ national quality policy មួយទៀតមានសម្រាប់របស់ជាតិមួយដែរអញ្ចឹងខ្ញុំមានតែពីរហ្នឹងទេគឺទី1នៅពេលដែលធ្វើ road map នេះគួរតែចង្អុលបង្ហាញអំពី national quality policy ទី2គឺការបង្កើតដូចជាបទដ្ឋានរបស់ម៉ាឡេស៊ីឬសហរដ្ឋអាមេរិកហ្នឹងគឺគេត្រូវតែមានតែលក្ខណៈ national board ដើម្បីពិនិត្យធ្វើការសម្របសម្រួលជាមួយនឹងអង្គភាពពាក់ព័ន្ធក្រៅពីក្រសួងហ្នឹងគឺនឹងចូលរួមហើយពេលនោះយើងមានកម្រិតថ្នាក់ជាតិហើយខ្ញុំជឿថាវាលែងជាបញ្ហាចំពោះឆ្លើយតបជាមួយនឹងបញ្ហាធនធានមនុស្សខ្ញុំគិតថារាជរដ្ឋាភិបាលតាំងពីដើមទីរហូតមកដល់បច្ចុប្បន្ននេះខ្ញុំឃើញថាយើងបានពង្រឹងយើងបានកសាងនៅធនធានមនុស្សជាលំដាប់ទោះបីក្នុងវិជាស្ថានស្តង់ដារក៏ដោយមានរដ្ឋសាស្ត្រជាតិកម្ពុជាក៏ដោយអគ្គនាយកដ្ឋានវិតម្លៃទួលស្ករក៏ដោយមន្ទីរពិសោធន៍ធ្វើតេស្តក៏ដោយគឺយើងមានសមត្ថភាពគ្រប់គ្រាន់ធនធានមនុស្សប៉ុន្តែអ្វីដែលយើងនៅខ្វះគឺការជំរុញការវិនិយោគពីព្រោះអីមនុស្សមានហើយសមត្ថភាពមានហើយអត់មានពិបាកអីបញ្ជូនមានដៃគូសហប្រតិបត្តិការជាមួយឡំបងជាមួយចិនជាមួយអូស្ត្រាលីជាមួយញូហ្សេឡង់ថ្ងៃទីទៀតហ្នឹងទៅជាមួយខ្ញុំគិតថាគម្រោងនេះនឹងបន្តការបណ្ដុះបណ្ដាលនឹងបន្ថែមអញ្ចឹង capacity building នេះយើងមានប៉ុន្តែក្រៅពី capacity building គឺយើងអភិវឌ្ឍមន្ទីរពិសោធន៍របស់យើងអភិវឌ្ឍ facility របស់យើងអញ្ចឹងការអភិវឌ្ឍនេះវាត្រូវការវិនិយោគធំឧទាហរណ៍ដូច calibration មួយខាងខ្ញុំគឺផ្ដោតទៅលើ calibration ហើយនឹង verification ខ្ញុំបញ្ជាក់ថា verification យើងតាក់ទងជាមួយនឹងការងារមួយទៀតគឺផ្នែក legal metrology ដែលឃើញមានអ្នកចូលរួមយើងមួយចំនួនលើកពីបញ្ហា pre-package អញ្ចឹងការនាំចេញសបកវេចខ្ចប់មួយយើងមិនអាចទៅនាំចេញទៅក្រៅប្រទេសដែលយើងអត់ដឹងថាលក្ខខណ្ឌអីខ្លះដើម្បីយើងនាំចេញទៅលើ pre-package ទេអញ្ចឹងគេមានបញ្ជាក់ទម្ងន់រង្វាស់រង្វល់ក្រុមហ៊ុនផលិតក្រុមហ៊ុនចែកចាយអញ្ចឹងគេមានលក្ខខណ្ឌច្រើនណាស់អញ្ចឹងខាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រជាតិក៏យើងមានចំណែកដើម្បីចូលរួមជួយគ្រប់គ្រងដល់វិស័យ SME ឧស្សាហកម្មដើម្បីធ្វើការនាំចេញដូចគ្នាអញ្ចឹងក្រៅសុំតិចទៀតទេអញ្ចឹងខ្ញុំសូមបញ្ជាក់វិញថាធនធានមនុស្សយើងមានរឿងនេះហើយយើងនៅពង្រឹងអ្វីដែលចំណុចខ្វះខាតគឺការអភិវឌ្ឍមន្ទីរពិសោធន៍និងជំរុញការងាររបស់យើងបន្តទៅទៀតហើយខ្ញុំសូមចូលរួមប៉ុណ្ណេះពីព្រោះអីយើងបានចំណាយពេលវេលាច្រើនហើយយើងបានខិតខំទាំងអស់គ្នាដើម្បីកសាងមូលដ្ឋានមួយរបស់កម្ពុជាឲ្យមានភាពរឹងមាំហើយពិសេសទាញយកឱកាសចំណូលពីក្រៅប្រទេសនៅពេលដែលយើងនាំចេញផលិតផលបានច្រើនគឺចំណូលជាតិយើងសេដ្ឋកិច្ចយើងនឹងរីកចម្រើនបាទសូមអរគុណចាសូមអរគុណច្រើនបងមិញហ្នឹងគេខ្សឹបប្រាប់ខ្ញុំថាកណ្ដាលតែប្តីខ្ញុំចាំបិទអញ្ចឹងបើសូមបងចូលរួមយ៉ាងខ្លីបានទេបងបាទសូមអរគុណហើយខ្ញុំគិតថាមានសារៈសំខាន់ដោយសារធាតុចូលជា road map សម្រាប់ Trascap អញ្ចឹងយើងចង់និយាយពីថាមនុស្សគ្មានស្តង់ដារតែមនុស្សគឺជាអ្នកបង្កើតស្តង់ដារប៉ុន្តែអ្វីដែលសំខាន់គឺសហគ្រិនដែលគាត់ចង់ឲ្យមានការលើកកម្ពស់ការអនុវត្តស្តង់ដារមានត្រឹមត្រូវហ្នឹងគឺពាក់ព័ន្ធទៅលើសហគ្រិនខ្លួនឯងទេណាគាត់ត្រូវតែមានគេហៅថាភាពជាអ្នកដឹកនាំហើយយកភាពជាអ្នកដឹកនាំហ្នឹងមានទស្សនវិស័យហើយប្រកបអាជីវកម្មដោយសុចរិតភាពយកស្តង់ដារណាមួយមកអនុវត្តទៅហើយណែនាំបុគ្គលិកខ្លួនឯងអនុវត្តស្តង់ដារហ្នឹងគឺជោគជ័យហើយបាទ
តាមពិតស្តង់ដាគឺជាការងារស្ម័គ្រចិត្តទេប៉ុន្តែខ្ញុំចង់ចូលរួមមតិមួយទៀតថាធ្វើម៉េចដើម្បីឲ្យយើងនាំចេញបានជាពិសេសពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារលោកច័ន្ទសុផាបានលោកអាយដាមបានលើកថាបើដាក់50ទៅគឺងាប់ទាំងអស់ឧស្សាហកម្ម SME ហ្នឹងប៉ុន្តែចំពោះមតិយោបល់ខ្ញុំគួរតែយក50ហ្នឹងឬក៏ GMP ហ្នឹងជា mandatory ទៅលើផលិតផលជាក់លាក់ណាមួយដែលមានហានិភ័យខ្ពស់បើមិនអញ្ចឹងទេយើងអត់អាចរីកចម្រើនបានទេបាទអាហ្នឹងចំណុចសំខាន់ទី1ទី2ទៀតគឺថាខាងសាកលវិទ្យាល័យគឺថាល្អហើយបានមានធ្វើ research ធ្វើអីចឹងប៉ុន្តែជាយោបល់ខ្ញុំគឺថាបើ research ហើយគួរតែ develop ផងទៅលើ product ស្អីមួយឲ្យជាក់លាក់ប៉ុន្តែប្រហែលជាតម្រូវការថវិកាអញ្ចឹងបាទអញ្ចឹង research បានលទ្ធផលហើយគួរតែ develop ទៅលើផលិតផលជាក់លាក់ណាមួយដើម្បីឲ្យមានជាប្រយោជន៍សម្រាប់ផលិតផលឧស្សាហកម្មរបស់កម្ពុជាយើងបាទសូមខ្លីប៉ុណ្ណឹងបាទអត់បន្តទៀតបាទអរគុណដោយសារសំណួរគាត់បោះមកហើយអាយដាមចម្លើយអាចទៅពី3ម៉ាត់ទេទីមួយឆ្លើយសំណួរពាក្យព័ន្ធនឹងបញ្ហាបងខាងនៅជនជាតិបារាំងណាចារឿងបច្ចុប្បន្នបញ្ហា standard បាទបញ្ហាប្រឈមនៃការអភិវឌ្ឍ standard នេះគឺបញ្ហាធនធានមនុស្សដោយឡែកពាក់ព័ន្ធនឹងនីតិវិធីនៃការអភិវឌ្ឍ standard គឺអត់មានបញ្ហាជាមួយវិទ្យាស្ថាន standard កម្ពុជាទេព្រោះវិទ្យាស្ថាន standard កម្ពុជាបាន declare ជាមួយអង្គការពាណិជ្ជកម្មពិភពលោកហើយបានអនុវត្តតាម standard គោលការណ៍នៃ standard អន្តរជាតិទាំងអស់ក្នុងការអភិវឌ្ឍ standard ជាតិដោយខ្លួនឯងបូករួមទាំង standard អន្តរជាតិadopt មកធ្វើជា standard ជាតិឡើងដោយឡែកបញ្ហាប្រឈមគឺវិស័យពាក់ព័ន្ធក្នុងការចូលរួមអភិវឌ្ឍ standard នេះឯងខ្ញុំជំរាបជូនឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាយើងត្រូវការអភិវឌ្ឍ standard ផ្លែស្វាយមួយទៅចោះអញ្ចឹងការអភិវឌ្ឍ standard ផ្លែស្វាយបានវាត្រូវការមានការចូលរួមពីឯកជនជាពិសេសពីអ្នកដាំអ្នក export ផ្លែស្វាយតែម្ដងប៉ុន្តែអញ្ជើញ10ដងមកម្ដងអីអញ្ចឹងនិយាយមិនអញ្ចឹងបាទនេះជា involve ភាពគឺ involvement របស់ stakeholder ពាក់ព័ន្ធនេះឯងជាបញ្ហាប្រឈមបើគាត់យល់ថាការរៀបចំ standard មានប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្មរបស់គាត់បើគាត់ឲ្យតម្លៃហ្នឹងគាត់ពិតប្រាកដជាចូលរួមអញ្ចឹងបានណាព្រោះនេះគឺជាចំណុចខ្សោយរបស់គាត់ដែលគាត់មិនយល់ពីតម្លៃនៃការងាររៀបចំ standard អញ្ចឹងបញ្ហាប្រឈមគឺ involvement របស់វិស័យឯកជននេះឯងចាអរគុណអាយដាមអញ្ចឹងដូចខ្ញុំជម្រាបអញ្ចឹងនេះគឺជាសកម្មភាពដំបូងដែលយើងធ្វើដើម្បីប្រមូលធាតុចូលក្នុងការបង្កើតផែនទីបង្ហាញផ្លូវរបស់យើងនៅមានសកម្មភាពផ្សេងៗទៀតហើយសកម្មភាពបន្ទាប់ទៀតហ្នឹងគឺការធ្វើការវាយតម្លៃមួយទៅលើសមត្ថភាពក៏ដូចជាប្រព័ន្ធគ្រប់គ្រងរបស់ស្ថាប័ន Stratcap ហើយនឹងតម្រូវការរបស់អ្នកប្រើប្រាស់សេវា Stratcap អញ្ចឹងខ្ញុំសប្បាយរីករាយមែនទែនដែលឃើញការចូលរួមយ៉ាងកកកថ្ងៃនេះមានន័យថាប្រធានបទនេះគឺសំខាន់ហើយយើងមានការចង់ចូលរួមទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាបន្តទៀតប្រហែលជាក្រុមការងារយើងអាចនឹងតាក់ទងទៅអស់លោកស្រីដើម្បីសុំ input នៅពេលដែលយើងធ្វើការវាយតម្លៃហ្នឹងមុននឹងខ្ញុំធ្វើការបិទកិច្ចពិភាក្សារបស់យើងគឺខ្ញុំចង់ឲ្យវាគ្មិនទាំងអស់ជាអ្នកបិទតែខ្លួនឯងដោយបើសិនជាខ្ញុំចង់សុំឲ្យវាគ្មិនទាំងអស់គិតទៅលើផែនទីបង្ហាញផ្លូវដែលយើងនឹងបង្កើតឡើងមកណាហើយផែនទីហ្នឹងជាផែនទីល្អមួយដែលយើងចង់បានតើពាក្យមួយម៉ាត់ដែលសំដៅឲ្យផែនទីហ្នឹងដែលអស់លោកស្រីឬក៏អាយដាមគិតឃើញហ្នឹងគឺជាអ្វីខ្ញុំសូម start ពីខាងបងសុខាមុនចាអរគុណតកតងនឹងពាក្យពេចន៍ចុងក្រោយក្នុងការបិទហ្នឹងតកតងខ្លឹមសារខ្ញុំសូមចូលរួមហើយពាក្យថាសូមគេហៅបរិយាបន្នណាបរិយាបន្នអ្នកដែលងាយរងគ្រោះទៅក្នុងគ្រប់កម្មវិធីគម្រោងអីផ្សេងតាំងពី start រហូតដល់ end of the project ហើយ end of the កម្មវិធី event អីចឹងណាសូមអរគុណយើងនឹងព្យាយាមបងសូលីដាអូខេពាក្យសម្រាប់ខ្ញុំទៅក្នុងកម្មវិធី Stratcap ហ្នឹងគឺ qualification bridge មានន័យថាខាង standard មានអីអាចចម្លងឲ្យទៅខាងអប់រំធ្វើអីផ្ដល់មកឲ្យខាងនេះចានេះជាពាក្យរបស់ខ្ញុំចាខាងបងបណ្ណាខាង SME មិនវិញពីខ្ញុំគិតថាវាគួរតែ harmonization ឬ asynchronous នៃ all challenge នឹងចូលគ្នាឬសុខដុមនីកម្មនៃវិស័យឬ
គ្រប់វិស័យដើម្បីយកក្នុងដូចខ្ញុំនិយាយមិញដើម្បី export ready មួយមិនមែនតើពាណិជ្ជកម្មមិនមែនតើកសិកម្មមិនមែនតើ mystery អញ្ចឹងណាយើងសូមឲ្យមាន harmonization ចា harmonization ចុះឯកឧត្តមអ្នកព្រួយផ្ដើមគម្រោងចង់បានអី គម្រោងហ្នឹងគឺជាគម្រោងមួយរៀបចំផែនទីរៀបចំផ្លូវដើរទៅយកលុយពីអូស្ត្រាលីញូហ្សេឡង់កូរ៉េចិនមកដាក់នៅកម្ពុជាដើម្បីទៅយកលុយបានដើម្បីត្រួសត្រាយផ្លូវនឹងបានចំណុចដែលខ្ញុំចង់បានពីអស់លោកអាយដាមឥឡូវគឺព័ត៌មានពិតអ្វីដែលអាយដាមឥឡូវជួបប្រទះក្នុងរបបរុស្ស៊ីប្រចាំថ្ងៃរបស់អាយដាមពាក់ព័ន្ធនឹងការរបបធ្វើការងារជាក់ស្ដែងបច្ចុប្បន្នរបស់អាយដាមអឡូស្រីបើបានព័ត៌មានពិតយើងអាចវិតម្លៃព័ត៌មានបានហើយយើងអាចចងក្រងរៀបចំផ្លូវបានទៅដល់ជោគជ័យបានហើយតែបើព័ត៌មាននេះមិនពិតទេកុំសង្ឃឹមថាវាជោគជ័យទេសោះគ្មានតែយកលុយពីជប៉ុនពីកូរ៉េអាចិនមកបានទាំងអស់គ្មានទេចាបាទចង់បានព័ត៌មានពិតអរគុណ Fact based evidence based road map អរគុណវាគ្មិនរបស់យើងទាំងអស់គ្នាហើយអរគុណអ្នកចូលរួមចាអញ្ចឹងខ្ញុំសូមជូនវេទិកាទៅអ្នករៀបចំកម្មវិធីវិញអរគុណហើយ